លីមេងម៉ាក់របស់អ្នកចាញ់500,000នៅកាស៊ីណូរបស់ខ្ញុំនាងថែមទាំងបានភ្នាល់អាវនោះនៅលើខ្នងរបស់នាងទៀតផងថ្ងៃនេះអ្នកអាចសងបំណុលរបស់អ្នកឬខ្ញុំនឹងរុះរើភោជនីយដ្ឋានទ្រុឌទ្រោមរបស់អ្នកទៅរកមនុស្សដែលជំពាក់លុយអ្នកវាមិនមែនជារឿងរបស់ខ្ញុំទេហ៊ឹមម៉ាក់របស់អ្នកបាននិយាយថាកូនស្រីរបស់គាត់ត្រូវតែសងបំណុលរបស់ម្ដាយនាងនិយាយថាជីដូនទូតរបស់អ្នកបានទុកអ្នកនៅភោជនីយដ្ឋាននេះនិងខ្សែត្បូងយេតបុរាណមួយខ្ញុំចង់បានទាំងពីរថ្ងៃនេះនៅក្នុងសុបិនរបស់អ្នកឈប់សិននោះជាសាច់អាំងរបស់យាយខ្ញុំជាយប់ស្រស់ជាយប់ស្អែកនិងផ្អែមខ្ញុំបានធ្វើដំណើរតាមពេលវេលាបោះចោលសម្រាមទាំងអស់នេះឥឡូវនេះជីដូនទូតខ្សែយេតដែលអ្នកទុកឲ្យខ្ញុំអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរឆ្លងកាត់ពេលវេលានៅពេលខ្ញុំត្រឡប់វាដូចជាបច្ចេកវិទ្យាខ្ពស់រងចាំមួយផ្លែតប្រសិនបើខ្ញុំយកវត្ថុបុរាណមកលក់នៅសម័យទំនើបខ្ញុំនឹងក្លាយជាអ្នកមានយ៉ាងឆាប់រហ័សលីមេងហេតុអ្វីអ្នកឆ្លាតដំឡេះក្មេងតូចឲ្យអ្នកហ៊ានបញ្ឆោតខ្ញុំយ៉ាងណាជំរាបសួរលោកប៊ែលប្រាប់ខ្ញុំផងថាពេលណាអ្នកនឹងសងបំណុលរងចាំខ្ញុំ3ថ្ងៃត្រឹមតែ3ថ្ងៃបើខ្ញុំមិនបានលុយក្នុងរយៈពេល3ថ្ងៃអ្នកអាចភ្លេចរក្សាហាងនេះអនុញ្ញាតឲ្យយើងទៅ3ថ្ងៃគួរតែគ្រប់គ្រាន់ហើយជួយខ្ញុំផងខ្ញុំជាស្ត្រីសម័យទំនើបម្នាក់ដែលបានជួយសង្គ្រោះបុរសបុរាណដ៏សង្ហាម្នាក់ខ្ញុំធ្លាប់ឃើញតែសាច់រឿងនេះក្នុងរឿងខ្លីទេអូអស្ចារ្យមែនមើលសាច់ដុំទ្រូងនិងសាច់ដុំពោះរបស់គាត់មនុស្សល្អទទួលបានរង្វាន់ល្អប្រសិនបើខ្ញុំមិនប៉ះគាត់ពីរបីដងទៀតខ្ញុំនឹងខាត់បង់ច្រើនដើម្បីសង្គ្រោះជីវិតរបស់គាត់តើអ្នកធ្វើការឲ្យអ្នកណាតើអ្នកចង់មានន័យយ៉ាងណាដោយនិយាយដូច្នេះខ្ញុំឈ្មោះលីណាខ្ញុំជាអ្នកសង្គ្រោះរបស់អ្នកសូមដោះលែងខ្ញុំទៅតើទាំងនេះជាអ្វីពួកវាជាមុខម្ហូបពិសេសពីផ្ទះរបស់ខ្ញុំតើអ្នករងរបួសយ៉ាងធ្ងន់ធ្ងរដោយរបៀបណារបួសក្នុងសមរភូមិជារឿងធម្មតាសម្រាប់ទាហានខ្ញុំពិតជានឹងតបស្នងអ្នកចំពោះការជួយសង្គ្រោះជីវិតខ្ញុំនៅថ្ងៃនេះសូមក្រឡេកមើលគុណភាពនេះប្រសិនបើខ្ញុំយករឿងនេះត្រឡប់ទៅសម័យទំនើបវិញខ្ញុំអាចលក់វាបានយ៉ាងហោចណាស់100,000ខ្ញុំមានទ្រព្យសម្បត្តិច្រើនអ្នករងរបួសធ្ងន់ហើយតើអ្នកទៅណាហើយខ្ញុំនឹងទៅយកអ្វីមួយមកឲ្យអ្នកញ៉ាំវាច្របូកច្របល់ណាស់នៅទីនោះតើអ្នកអាចរកអ្វីញ៉ាំបានតើនេះជាអ្វីវាជាឈីសមីទួគីហឹរមានរសជាតិយ៉ាងម៉េចដែរនេះឆ្ងាញ់គួរឲ្យភ្ញាក់ផ្អើលណាស់ព្រះអង្គម្ចាស់ឲ្យទីបំផុតខ្ញុំបានរកឃើញអ្នកហើយឧត្តមគុតរបស់អ្នកវងឆុងក្រោកឈរឡើងវងឆុងក្រោកឡើងនេះជាក្របធេងជាតិព្រះអង្គម្ចាស់ឲ្យទាហានមិនបានញ៉ាំអាហារអស់រយៈពេល5ថ្ងៃហើយតើការផ្គត់ផ្គង់ក្របធេងជាតិរបស់តុលាការមិនទាន់មកដល់នៅឡើយទេកញ្ញាលីអរគុណសម្រាប់ការជួយសង្គ្រោះខ្ញុំមានសំណើមួយទៀតដើម្បីសុំប្រាប់ខ្ញុំផងហេតើអ្នកមានក្របធេងជាតិបន្ថែមទេខ្ញុំសុខចិត្តដោះដូរអ្វីគ្រប់យ៉ាងដែលខ្ញុំអាចផ្ដល់ឲ្យអ្នកសម្រាប់វានេះល្អជាងលើកមុនឆ្ងាយណាស់គាត់ពិតជាស័ក្តិសមធ្វើជាព្រះអង្គម្ចាស់មែនបើខ្ញុំចិញ្ចឹមគាត់បានល្អខ្ញុំនឹងទទួលបានរង្វាន់ធំខ្ញុំនៅសល់អង្ករ100បាវទៀតតើគ្រប់គ្រាន់ទេ100បាវវាជាភាពវឹកវរសម័យសង្គ្រាមឥឡូវនេះសូម្បីតែមនុស្សសាមញ្ញក៏មិនមានអាហារគ្រប់គ្រាន់ដែរតើអ្នកបានស្រូវច្រានយ៉ាងនេះមកពីណាអ្នកមិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេមកដឹកជញ្ជូនគ្រាប់ធេងជាតិក្នុងរយៈពេល3ថ្ងៃប៉ុន្តែប្រសិនបើអ្នកមានទ្រព្យសម្បត្តិផ្សេងទៀតខ្ញុំចង់បានឧត្តមភាពទាំងអស់របស់អ្នកក្មេងស្រីម្នាក់នេះនៅលើផែនដីនេះជានរណាអ្នកលក់គ្រាប់ធេងជាតិធំជាងគេនៅក្នុងរដ្ឋធានីមិនអាចទទួលបានគ្រាប់ធេងជាតិ100បាវទេខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំដឹងតែនាងជាព្រះអង្គសង្គ្រោះរបស់ខ្ញុំប្រហែលជានាងក៏ជាអ្នកសង្គ្រោះទាហាន20,000អ្នករបស់យើងដែរនិងរាជវង្សតាស៊ីទាំងមូលរបស់យើងក្មេងស្រីតូចមិនគួរឲ្យជឿនេះជាខ្សែត្បូងរបស់ព្រះអង្គម្ចាស់លីងតើអ្នកទទួលបានវាពីណាវាត្រូវបានបន្តនៅក្នុងគ្រួសារខ្ញុំលោកដុងអ្នកបាននិយាយថានេះជាខ្សែត្បូងរបស់ព្រះអង្គម្ចាស់លីង
អូព្រះជាម្ចាស់ឲ្យនេះពិតជាមិនគួរឲ្យជឿមែនពិតជាមិនគួរឲ្យជឿសោះព្រះអង្គម្ចាស់លីងល្បីខ្លាំងណាស់ព្រះអង្គម្ចាស់លីងគឺជាព្រះអង្គម្ចាស់ដែលមិនមែនជារាជវង្សក្មេងជាងគេរបស់មហាសាមនៅម៉ោង21គាត់បានដឹកនាំទាហានដែលនៅសេសសល់ចំនួន20,000នាក់ប្រឆាំងនឹងកងពលទ័ពសេះ Northern Day ចំនួន200,000នាក់ព្រះអង្គម្ចាស់លីងឆាងស៊ឺយ៉ែនបានដឹកនាំទាហាន20,000នាក់ប្រឆាំងនឹងសត្រូវ200,000នាក់ពួកគេបានប្រយុទ្ធអស់រយៈពេល60ថ្ងៃដោយខ្វះស្បៀងអាហារនិងកម្លាំងជំនួយកងទ័ពទាំងមូលត្រូវបានសម្លាប់ព្រះអង្គម្ចាស់បានសោយទីវង្គតនៅអាយុ21ឆ្នាំគាត់ទើបតែមានអាយុ21ឆ្នាំទេបាទចាស់សោះគាត់ស្ថិតក្នុងសម័យកាលដ៏រុងរឿងប៉ុន្តែគាត់កើតក្នុងសម័យកាលដ៏លំបាកហើយស្លាប់ទៅទាំងវ័យក្មេងប្រសិនបើខ្ញុំអាចផ្ញើអាហារបន្ថែមទៀតទៅគាត់តើគាត់នឹងរស់នៅបានយូរជាងនេះទេតើវាច្រើនពេកសម្រាប់ខ្ញុំក្នុងការយកខ្សែត្បូងពីររបស់គាត់មែនទេខ្ញុំនឹងផ្ដល់ជូន$4 លានសម្រាប់ខ្សែត្បូងយេតទាំងពីរនេះប៉ុន្មាន$4 លានតើអ្នកចង់លក់វាទេ$4 លានក្នុងចំណោម500,000ដែលខ្ញុំជំពាក់លោកយ៉ាវខ្ញុំនឹងសងវាទាំងអស់ក្នុងរយៈពេល3ថ្ងៃគ្រប់គ្រាន់ហើយខ្ញុំនឹងលក់វាភស្តុភារកម្មទំនើបដំណើរការបានល្អអាហារច្រើនយ៉ាងនេះគួរតែអាចទុកបានយូរបន្តិចហើយឆេងឆែនអូម៉េងខ្ញុំហៅថាអ្នកមានលុយច្រើនដោយសារលក់វត្ថុបុរាណនោះជាការពិតណាស់យ៉ាងណាមិញសូមក្រឡេកមើលគ្រឿងផ្សំទាំងអស់នេះអ្នកប្រហែលជាមានគម្រោងពង្រីកភោជនីយដ្ឋាន Kia Pau ឲ្យកាន់តែធំនិងប្រសើរជាងមុនយាយទូតបានទុកភោជនីយដ្ឋាននេះឲ្យខ្ញុំវាត្រូវបានចុះបញ្ជីក្នុងនាមខ្ញុំតើវាមានអ្វីតាក់ទងជាមួយគាត់ដូច្នេះចុះបើវាស្ថិតនៅក្រោមឈ្មោះរបស់អ្នកវិញម៉ាក់និយាយថាភោជនីយដ្ឋាននេះជារបស់ខ្ញុំដូច្នេះខ្សែត្បូងយាយរបស់ស្ត្រីចំណាស់ក៏ជារបស់ខ្ញុំដែរនិយាយបែបនេះម្ដងទៀតឥឡូវនេះអ្នកកំពុងរៀបការជាមួយគ្រួសារអ្នកមានម្នាក់ហើយហេតុអ្វីបានជាអ្នកឆ្លោះជាមួយបងប្រុសរបស់អ្នកតើអ្នកបាននិយាយអ្វីអូខ្ញុំភ្លេចភ្លាំងប៉ុណ្ណាខ្ញុំភ្លេចប្រាប់អ្នកស្គាល់គ្រួសារទាំងមូលមកពី King Shu ត្រូវហើយពួកគេនឹងចំណាយប្រាក់$50 លានជាអំណោយសម្រាប់ភ្ជាប់ពាក្យដើម្បីរៀបការជាមួយអ្នកដល់កូនប្រុសរបស់ពួកគេដើម្បីនាំមកនូវសំណាងល្អដល់គាត់អ្នកបានលក់ខ្ញុំក្នុងតម្លៃ$50 លានតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលអ្វីនោះជាគ្រួសារដ៏មានកិត្យានុភាពបំផុតនៅក្នុងសាសនាស៊ីនតូខ្ញុំកំពុងធ្វើរឿងនេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកមនុស្សជាច្រើនចង់រៀបការជាមួយគ្រួសារនោះប៉ុន្តែពួកគេមិនមានឱកាសទេបន្ទាប់មកអ្នកអាចរៀបការជាមួយគាត់ដោយខ្លួនឯងលីម៉ានហ៊ាននិយាយជាមួយបងប្រុសរបស់អ្នកបែបនេះទេមិនអីទេអ្នកមិនចាំបាច់រៀបការជាមួយបុរសដែលចូលចិត្តរុក្ខជាតិនោះទេបន្ទាប់មកប្រគល់ខ្សែត្បូងបុរាណដែលជីដូនទូតរបស់អ្នកបានបន្សល់ទុកស្នាក់នៅតើអ្នកកំពុងព្យាយាមបំភ័យអ្នកណាបើអ្នកមិនរៀបការជាមួយបុរសដែលសន្លប់ទេមិនអីទេគ្រាន់តែប្រគល់ខ្សែត្បូងបុរាណដែលជីដូនជីតារបស់អ្នកបានបន្សល់ទុកឲ្យអ្នកម៉ាក់ប្រសិនបើខ្ញុំផ្ញើការថតសម្លេងនេះទៅមេធាវីឬបង្ហោះវាតាមអ៊ីនធឺណិតតើអ្នកគិតថាអ្នកអាចរស់បានប៉ុន្មានថ្ងៃមិនអីទេខ្ញុំមានចំណងជើងហើយម្ដាយបង្កើតលួចទ្រព្យសម្បត្តិកូនស្រីបង្ខំនាងឲ្យរៀបការជាមួយបុរសដែលសន្លប់តើវាឆ្ងាញ់គ្រប់គ្រាន់ហើយឬនៅតើអ្នកហ៊ានធ្វើដូចម្ដេចដើម្បីខ្លាចអ្វីខ្ញុំគ្មានអ្វីត្រូវបាត់បង់ទេបើអ្នកហ៊ានយកខ្សែត្បូងរបស់ខ្ញុំអ្នកនឹងស្ដាយក្រោយម៉ាក់នាងធ្ងន់ធ្ងរណាស់លើកចុងក្រោយដែលនាងបានបង្ហោះរបស់របរគ្រួសារយើងតាមអ៊ីនធឺណិតមានមនុស្សជាច្រើនបានរិះគន់យើងហើយភាគហ៊ុនក្រុមហ៊ុនរបស់ប៉ាបានធ្លាក់ចុះយ៉ាងខ្លាំងអ្នកគ្រាន់តែរងចាំលុយរបស់អ្នកគួរឲ្យសង្ស័យខ្ញុំនឹងរកឃើញការពិតឆាប់ឬក្រោយមកកុំឲ្យទ្វារបុកអ្នកនៅពេលចេញទៅកក់ការណាត់ជួបនៅពេលក្រោយដែលអ្នកមកខ្ញុំនឹងផ្សាយផ្ទាល់វាសម្រាប់អ្នករាល់គ្នាតើជីដូនជីតាខ្ញុំពិបាកណាស់ឥឡូវនេះបន្ទាប់ពីអ្នកស្លាប់ទៅពួកគេទាំងអស់គ្នាចាប់ផ្ដើមធ្វើបាបខ្ញុំមើលចុះអ្នកទាំងអស់គ្នាញញៃនិងរញ៉េញ៉ៃណាស់ខ្ញុំដឹងថាខ្សែត្បូង Jade 2របស់ខ្ញុំមិនអាចដោះដូរយកគ្រាប់ធញ្ជាតិច្រើនបានទេខ្ញុំមិនចង់ដាក់ Miss Wei នៅកន្លែងណាមួយទេបាទចាស់ Smithly យើងទាំងអស់គ្នាជាបរិសុទ្ធរឹងមាំក្នុងការដើរក្បួនដ៏លំបាកយើងមានកម្លាំងច្រើនអ្នកអាចសម្រាកបានស្រួលហើយតើមានគ្រាប់ធញ្ជាតិប៉ុន្មានដែរមានមនុស្ស20,000នាក់ខ្ញុំមានលុយបន្ថែមដូច្នេះខ្ញុំបានទិញបន្ថែមបន្តិចទៀតវាមិនច្រើនទេគ្រាន់តែ200បាវប៉ុណ្ណោះវាជាការពិតនេះគឺជាគ្រាប់ធញ្ជាតិពិតប្រាកដក្រវិលជាចំនួន2សម្រាប់គ្រាប់ធញ្ជាតិ200បាវមានតែពេលអ្នកឆ្អែតទេទើបអ្នកអាចឈ្នះសមរភូមិបានត្រឹមត្រូវបើមិនដូច្នោះទេរបៀបដែលអ្នកទទួលបានកន្លែងកំណប់ទ្រព្យឲ្យកាន់តែច្រើនកាត់ក្បាលសត្រូវបន្ថែមទៀតនាំពួកគេមកវិញការលំបាកទាំងអស់ដែលខ្ញុំបានចំណាយដើម្បីទទួលបានគ្រាប់ធញ្ជាតិនេះមិនមែនឥតប្រយោជន៍ទេហេអ្នកកំពុងធ្វើអ្វីសូមអ្នកនាងលីទទួលយកអន្ក្បាលរបស់ព្រះអង្គម្ចាស់ក្រោកឡើងឥឡូវនេះខ្ញុំមិនចង់ឲ្យខ្លួនឯងជួបរឿងអាក្រក់បែបនេះទេចូលយើងច្បាស់ថាគ្រាប់ធញ្ជាតិនេះកំពុងស្ថិតក្នុងអន្ទាន
អ្នកនឹងសងបំណុលដោយប្រើគ្រឿងសឹកសត្រូវអាវុធនិងទង់សមរភូមិនេះត្រូវបានគេហៅថាការវិនិយោគតើនាងជានរណានៅលើផែនដីនេះនាងមានសុចរិតនិងសប្បុរសណាស់តើនាងជាទេពធីតាដែលស្ថានសួគ៌បញ្ជូនមកសង្គ្រោះនគរឈិនដ៏អស្ចារ្យរបស់យើងមែនទេមានអ្វីខុសជាមួយដៃរបស់អ្នកអ្នកណាបានធ្វើរឿងនេះឈប់វាគ្រាន់តែជាអាហារដែលអាចទ្រាំទ្របានគ្រាន់តែជាស្នាមឆ្កូតតិចតួចប៉ុណ្ណោះវាមិនមែនជាការប្លន់អាហារទេនេះសម្រាប់អ្នកចង្អុលវាទៅអ្នកវាប្រហារនៅពេលអ្នកស្ថិតក្នុងគ្រោះថ្នាក់ហើយចុចនៅទីនេះម្ជុលអាចទម្លុះស្រទាប់ស្បែក3ស្រទាប់ទេខ្ញុំមិនដែលសម្លាប់មាន់សំបីតែមួយក្បាលផងខ្ញុំមិនហ៊ានប្រើវាទេទោះបីជាអ្នកឲ្យវាមកខ្ញុំក៏ដោយតម្រង់ឲ្យឆ្ងាយពីផ្នែកសំខាន់ហើយអ្នកនឹងមិនសម្លាប់នរណាម្នាក់ឡើយអ្នកត្រូវតែការពារខ្លួនឯងនៅពេលដែលវាសំខាន់បំផុតមកចុះខ្ញុំនឹងបង្រៀនអ្នកពីរបៀបហើយអ្នកកំពុងឈរនៅទីនោះដើម្បីអ្វីប្រញាប់ដឹកជញ្ជូនអាហារត្រឡប់ទៅបន្ទីវិញខ្ញុំក៏ទៅជួយដឹកជញ្ជូនអាហារដែរយើងអស់អាហារហើយគ្មានកម្លាំងជំនួយមកដល់ទេកងទ័ពទាំងមូលត្រូវបានលុបចោលតើធ្វើដូចម្ដេចទើបឆេងឆៃយ៉ាននៅតែអត់ឃ្លានរហូតដល់ស្លាប់តើអាហារដែលខ្ញុំឲ្យពួកគេខុសទេរងចាំខ្ញុំនឹងទៅជាមួយអ្នកទៅកាន់បន្ទាយហេមើលអ្វីដែលនៅលើទេវាជាគ្រាប់ធេងជាតិគ្មានវិធីណាដែលវាអាចជាគ្រាប់ធេងជាតិបានទេឈប់សម្លឹងមើលមកជួយខ្ញុំផងមានម្សៅអង្ករចំនួន200ថង់បន្លែនិងសាច់មនុស្សគ្រប់គ្នាអាចញ៉ាំបានឥឡូវនេះគ្រាប់ធេងជាតិវាជាគ្រាប់ធេងជាតិវាពិតជាអស្ចារ្យណាស់ដែលយើងមានអាហារឥឡូវនេះទីបំផុតយើងអាចញ៉ាំបានឆ្អែតហើយយើងបានសង្គ្រោះហើយព្រះពោធិសត្វបានបង្ហាញសេចក្តីមេត្តាករុណាខ្ញុំជាព្រះពោធិសត្វសូមព្រះអង្គប្រទានស្បៀងយោធាចំនួន200ថង់នេះសម្រាប់ទាហាន20.000នាក់អាចមានរយៈពេលត្រឹមតែ2ទៅ3ថ្ងៃប៉ុណ្ណោះតើខ្ញុំគួរសន្សំប្រាក់មួយចំណែកសម្រាប់អ្នកក្នុងករណីមិនចាំបាច់ទេយើងមិនអនុញ្ញាតឲ្យមានការប្រព្រឹត្តពិសេសនៅក្នុងជួរកងទ័ពទេឧត្តមសេនីយ៍ត្រូវតែញ៉ាំពីឆ្នាំងតែមួយចែករំលែកសេចក្តីរីករាយនិងទុកព្រួយជាមួយបុរសរបស់ពួកគេបញ្ជាឲ្យដុតភ្លើងចាប់ផ្ដើមចម្អិនអាហារព្រះមហាក្សត្ររបស់អ្នកមានប្រាជ្ញាសូមឲ្យស្ថានសួគ៌ប្រទានពរដល់ថាស៊ីឆេងស៊ីយ៉ានត្រូវបានមនុស្សគ្រប់គ្នានៅក្នុងជួរកងទ័ពស្រឡាញ់ខ្ញុំត្រូវតែស្វែងរកថាអ្នកណាបានកែប្រែអាហាររបស់យើងហើយបានបំផ្លាញកងទ័ពរបស់យើងទាំងមូលតើអ្នកកំពុងធ្វើអ្វីអង្ករស្ទើរតែមិនសល់ក្នុងឆ្នាំងទេហើយអ្នកកំពុងរើសវាចេញតើអ្នកចង់ញ៉ាំវាទាំងអស់ដោយខ្លួនឯងទេនឹកណាស់ដែលអ្នកបានធ្វើខុសចំពោះខ្ញុំមិនយកវាសម្រាប់ខ្លួនឯងទេបន្ទាប់មកអ្នកកំពុងយកវាចេញសម្រាប់អ្វីខ្ញុំកំពុងរក្សាទុកវាសម្រាប់ទាហានដែលរងរបួសពួកគេមិនអាចក្រោកឡើងបានផងពួកគេត្រូវការអាហាររឹងដើម្បីឆ្លងកាត់យើងដែលនៅតែអាចឈរបានគ្រាន់តែត្រូវការស៊ុបស្ដើងមួយចំនួនប៉ុណ្ណោះវាគ្រប់គ្រាន់ហើយវាក្តៅហើយមានក្លិនល្អវាបំពេញក្រពះរបស់យើងធ្វើឲ្យយើងឆ្អែតពេញមួយយប់វាពិតជាមានតម្លៃណាស់ខ្ញុំបានប្រាប់គាត់ឲ្យធ្វើបែបនេះយើងមានតែ200បាវស្រូវប៉ុណ្ណោះទោះបីជាយើងសន្សំបានច្រើនតាមដែលអាចធ្វើទៅបានក៏ដោយទាហាន20.000អ្នកនឹងមានរយៈពេលមិនលើសពី3ថ្ងៃទេតើចុងបញ្ចប់នៃសៀវភៅនេះបណ្ដាលមកពីកង្វះខាតអាហារឬកញ្ញាលីមេងខ្ញុំជាព្រះអង្គម្ចាស់ខ្ញុំត្រូវការអនុគ្រោះមួយទៀតកងទ័ពខ្វះខាតសម្ភារៈយើងត្រូវការគ្រាប់ធេងជាតិយ៉ាងហោចណាស់800,000ដាំដើម្បីឆ្លងកាត់រដូវរងា800,000ឆ្មាតើខ្ញុំគួរយកវាទៅណាសម្រាប់អ្នកខ្ញុំដឹងថាអ្នកមិនមែនជាមនុស្សធម្មតាទេជីវិតរបស់ទាហាន20.000អ្នកអាស្រ័យលើការសម្រេចចិត្តរបស់អ្នកតារាប់ណាអ្នកជួយទោះបីជាខ្ញុំរៀបការជាមួយអ្នកវិញឬបម្រើអ្នកជារៀងរហូតក៏ដោយខ្ញុំនឹងមិនបដិសេធទេ
ខ្ញុំជាអ្នកក្រោមបង្គាប់របស់អ្នកក៏ចង់រៀបការជាមួយអ្នកជាការសងសឹកដែរនឹងទីហ៊ានទាំង2000អ្នកដរាបណាយើងនៅរស់រានមានជីវិតទោះបីជាយើងបាត់បង់ដៃជើងក៏ដោយយើងទាំងអស់គ្នាសុខចិត្តរៀបការជាមួយអ្នកជាថ្នូរនោះនឹងមិនដំណើរការទេមនុស្ស20.000អ្នករៀបការជាមួយខ្ញុំជាការសងសឹកនោះហើយជាការមិនសមរម្យទាំងស្រុងទេខ្ញុំនឹងមិនទទួលយកអំណាចណាមួយសម្រាប់កិច្ចព្រមព្រៀងផ្លូវភេទទេប៉ុន្តែអ្នកអាចដោះដូរអ្វីដែលអ្នកមានជាមួយខ្ញុំបានកាបូបសម្បត្តិគំនូរសរសេរអក្សរផ្ចង់អ្វីក៏អាចទៅរួចដែរតើអ្នកត្រូវការរយៈពេលប៉ុន្មាន3ថ្ងៃទីហ៊ានទាំងអស់ស្ដាប់ប្រគល់កាបូបខ្សែជេររបស់អ្នកខ្សែដៃសម្បត្តិគ្រួសារជូនអ្នកស្រីលីមេងសម្រាប់ទិញគ្រាប់ធញ្ជាតិមនុស្ស20.000អ្នកអូព្រះរបស់ខ្ញុំមិនអាចស្រមៃថាខ្ញុំនឹងរកបានប៉ុន្មានទេតើរបស់របរតូចទាំងនេះអាចយកគ្រាប់ធញ្ជាតិបានប៉ុន្មានប្រញាប់ឡើងកញ្ញាលីសន្យាដរាបណាអ្នកប្រគល់របស់របរផ្ទាល់ខ្លួនរបស់អ្នកទាំងអស់យើងអាចទទួលបានគ្រាប់ធញ្ជាតិចំនួន800,000កាប៊ីនឆ្មា800,000ក្បាលតើរបស់ឥតប្រយោជន៍របស់យើងពិតជាអាចដោះដូរជាមួយគ្រាប់ធញ្ជាតិ800,000កាទីបានមែនទេនាងមិនអាចជាអ្នកបោកប្រាស់បានទេមែនទេនាងជាអ្នកបោកប្រាស់ដែលមិនអាចទៅរួចឆ្មា800,000ក្បាលអ្នកកំពុងលេងសាច់មែនទេខ្សែជេររបស់ខ្ញុំស្ទើរតែគ្មានតម្លៃអ្វីទាំងអស់អ្នកស្រីលីបានឲ្យយើងនៅគ្រាប់ធញ្ជាតិចំនួន200បាវកាលពី2ថ្ងៃមុនរាល់អាហារដែលអ្នកញ៉ាំសុទ្ធតែមកពីនាងឥឡូវនេះនាងមានឆន្ទៈជួយយើងឲ្យទទួលបានគ្រាប់ធញ្ជាតិបន្ថែមទៀតប៉ុន្តែអ្នកសង្ស័យនាងប៉ុន្តែម៉ាក់ខ្ញុំបានទុករឿងនេះឲ្យខ្ញុំព្រួយបារម្ភកាបូបរបស់ខ្ញុំត្រូវបានជីដូនរបស់ខ្ញុំដេរឲ្យខ្ញុំចេងស៊ីងែនស្បោះដល់ទីហ៊ានទាំងអស់នៅទីនេះដោយដាវអាយុ10ឆ្នាំរបស់ខ្ញុំគ្មានរបស់របររបស់អ្នកណាមួយនឹងបាត់ឡើយព្រះអង្គម្ចាស់នេះជារបស់អ្នកខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំដើម្បីការពារទីក្រុងនេះតើដាវមួយមានសារៈសំខាន់អ្វីខ្លះយើងត្រៀមខ្លួនជាស្រេចដើម្បីទុកចិត្តអ្នកព្រះអង្គម្ចាស់ទីហ៊ានទាំងអស់សុទ្ធតែជាក្មេងពួកគេមកពីគ្រួសារក្រីក្ររបស់ទាំងនេះប្រហែលជាមិនមានតម្លៃច្រើនទេគ្រប់គ្រាន់ហើយទុកវាឲ្យខ្ញុំកញ្ញាលីមេវាមិនមានបញ្ហាទេប្រសិនបើអ្នកមិនអាចទិញអាហារបានអ្នកត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពសួស្ដីលោកម្ចាស់ដែលត្រូវបានអញ្ជើញដោយលោកថេងតើមានអ្វីល្អនៅក្នុងកន្លែងដ៏អាក្រក់នេះគ្រាន់តែមើលជាមុនសិនមុនពេលអ្នកនិយាយបែបនោះតើរបស់ទាំងនេះមកពីណាពួកវាត្រូវបានបន្តពីដូនតារបស់យើងគ្រួសារយោធារាជវង្សដ៏ប្រណិតសម្បត្តិគ្រួសារមានសរសេរដោយដៃច្បាស់លាស់និងត្រាពេញលេញលោកថេងតើអ្នកជីកយករបស់ទាំងនេះពីណាខ្ញុំមិនបញ្ជាទេសូមតាមដានរឿងផ្សេងទៀតមើលច្រេះទង់ដែងនេះទៅជាពណ៌ស្លេកស្លាំងនេះនឹកណាស់តើអ្នកទទួលបានរបស់ទាំងអស់នេះនៅណាពួកគេជាមរតកគ្រួសារតើដូនតារបស់អ្នកបានធ្វើអ្វីខ្លះដើម្បីចិញ្ចឹមជីវិតមួយឬពីរដុំត្រូវបានរាប់ជាមរតកគ្រួសារប៉ុន្តែតារាងទាំងមូលនៃអក្សរយោធាកាក់ខ្សែដៃផ្លាកសញ្ញានិងថង់តូចគឺជាទ្រព្យសម្បត្តិទាំងមូលរបស់ជំរំយោធាតើដូនតារបស់អ្នកអាចបរោះលីដែលអ្នកកំពុងឃើញជីដូនទូតរបស់យើងពិតជាបានបន្សល់ទុកវត្ថុបុរាណទាំងអស់ឲ្យអ្នកមែនឲ្យពួកវាមកខ្ញុំវិញឥឡូវនេះអ្នកពិតជាសត្វចង្រៃមែនចេញពីផ្លូវខ្ញុំទៅទាំងអស់នេះជារបស់ខ្ញុំទាំងអស់ហឹមទេ
យកពួកគេទាំងអស់ទៅមិនទុកអ្វីចោលទេចូលមានចិត្តស្លូតបូតគុំគូសរបស់ទាំងនេះនោះជាក្រដាសរាជវង្សដ៏តាក់ទាញវាចាស់ជាងដូនតារបស់អ្នកទៅទៀតអូទេកុំបត់វាបែបនោះបត់វាតាមបណ្ដោយសរសៃឈើឃើញខៀផៅនោះទេនេះមានតម្លៃយ៉ាងហោចណាស់6ខ្ទង់យើងនឹងមានគ្រប់គ្រាន់សម្រាប់អ្នកដើម្បីបើកភោជនីយដ្ឋានធំមួយហើយរៀបការជាមួយស្ត្រីអ្នកមានម្នាក់ម៉ាក់មានមាសទេមាសមានតម្លៃជាងនោះជាកាបូបរបស់ខ្ញុំដែលយាយខ្ញុំបានដេរវានាងមានភ្នែកខ្សោយហើយបានចំណាយពេលពេញមួយរដូវរងាប៉ាក់វាជាអនុស្សាវរីយ៍ចុងក្រោយរបស់ខ្ញុំចំពោះនាងខ្ញុំនឹងចោះត្រចៀករបស់អ្នកជាមុនសិនខ្ញុំទទួលបានអ្វីមួយឆ្កួតទៅប្រញាប់ឡើងលោកគ្រូតារបស់ទាំងនេះមានតម្លៃប៉ុន្មានយ៉ាងហោចណាស់ពួកគេមានតម្លៃជាង100លាននោះមិនមែនជាការអភិរក្សនិយមតតែសោះថ្ងៃនេះជាថ្ងៃទី3ហើយហេតុអ្វីនៅតែមិនមានការអាប់ដេតអូខ្សែដៃកំសត់របស់ខ្ញុំយើងគ្មានអាហារនៅសល់ទេខ្ញុំបានបាត់ខ្សែដៃរបស់ខ្ញុំយើងគ្មានអ្វីនៅសល់ទេឈប់រអ៊ូតមទៅសង្គ្រោះដង្ហើមរបស់អ្នកត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពនិងសម្លេងលោកចេងឆៃយ៉ានអាហាររបស់អ្នកនៅទីនេះមកយកវាទៅវាជាអាហារទាំងអស់កញ្ញាលីមេងពិតជាធ្វើបានមែនលឿនមិនគួរឲ្យជឿអ្នកទាំងអស់គ្នាចេញទៅជួបឡានដឹកទំនិញយើងទទួលបានអាហារកញ្ញាលីមីងត្រឡប់មកវិញហើយប្រញាប់ជួយប្រយ័ត្នកុំទម្លាក់កន្ត្រកសុទ្ធព្រះអង្គម្ចាស់សូមដាក់ខ្ញុំចុះតើអ្នកចង់សម្លាប់ខ្លួនឯងទេឃើញទេខ្ញុំពូកែណាស់អ្នករងរបួសម្ដងទៀតមិនអីទេគ្រាន់តែជាស្នាមតូចមួយប៉ុណ្ណោះយើងមានអាហារយើងពិតជាមានអ្នកនាងលីហើយឥឡូវនេះអ្នកគឺជាព្រះអង្គសង្គ្រោះរបស់យើងតាក់ខ្ញុំចុះព្រោះមានមនុស្សជាច្រើនកំពុងមើលតើអ្នកបានឃើញទេថាព្រះអង្គម្ចាស់គ្រាន់តែញឹមមែនហើយខ្ញុំបានឃើញវាដោយភ្នែករបស់ខ្ញុំផ្ទាល់កុំរើខ្ញុំគួរតែធ្វើវាដោយខ្លួនឯងអ្នកបានខិតខំធ្វើការដើម្បីរឹបអូសគ្រាប់ធញ្ញជាតិទុកឲ្យខ្ញុំដោះស្រាយរឿងនេះចុះថាតើការលាបថ្នាំអាចពិបាកប៉ុណ្ណាអូយវាឈឺណាស់ខ្ញុំនឹងទៅជាមួយអ្នកនៅពេលក្រោយដែលយើងរឹបអូសគ្រាប់ធញ្ញជាតិអ្នកជាឧត្តមសេនីយ៍ដ៏អស្ចារ្យម្នាក់ចុះបើអ្នកមកជាមួយខ្ញុំដើម្បីរឹបអូសគ្រាប់ធញ្ញជាតិវិញខ្ញុំនឹងទៅពិនិត្យមើលចំនួនគ្រាប់ធញ្ញជាតិដែលអ្នកសម្រាកនៅទីនេះយើងមានស្រូវគ្រប់គ្រាន់សម្រាប់ពេលនេះពាក្យចាមអារ៉ាមស៊ីបេដូងមនុស្សការបែកបាក់នៃសិលធម៌ឧត្តមសេនីយ៍បានទទួលមរណភាពក្នុងអាយុ21ឆ្នាំពាក្យចាមអារ៉ាមថានីតិហ៊ាននិងទីហ៊ានទាំងអស់នៃជំរំទុកចិត្តលើឆេងឆែនខ្លាំងណាស់តើវាអាចទៅរួចយ៉ាងដូចម្ដេច
មានរឿងអ្វីកាត់ឡើងគ្មានអ្វីទេអ្នកត្រឡប់មកវិញលឿនម្ល៉េះអាហាររួចរាល់ឆាប់នេះតោះយើងទៅញ៉ាំអាហារជាមួយគ្នាហើមកញ្ញាលីមកដល់ហើយអ្នកនឹងតស៊ូអ្នកមិនអាចញ៉ាំវាបានតតែសោះខ្ញុំនឹងបង្ហាញអ្នកពីជំនាញធ្វើម្ហូបរបស់ខ្ញុំនៅយប់នេះវាមានក្លិនឈ្ងុយឆ្ងាញ់ណាស់នេះគេហៅថាបាយឆ្នាំងដីឥដ្ឋបាយនិងសាច់ចម្អិនក្នុងឆ្នាំងតែមួយវាជួយសន្សំសំចៃអស់និងធ្វើឲ្យអ្នកឆ្អែតបានយូរបាយឆ្នាំងដីយ៉ត់កញ្ញាលីមេងដឹងច្រើនណាស់មកអ្នករាល់គ្នាជីកចូលល្អវាឆ្ងាញ់ជាងអាហារបននីតិក្រដៅរបស់យើងទៅទៀតខ្ញុំមិនបានញ៉ាំសាច់យូរមកហើយនេះឆ្ងាញ់ណាស់បាយឆ្នាំងដីនេះពិតជាអស្ចារ្យណាស់អ្នកញ៉ាំវាខ្ញុំមិនឃ្លានទេនៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះជីវិតប្រៀបដូចជាស្មៅទាតើខ្ញុំមានគុណធម៌អ្វីចំពោះព្រះមហាក្សត្រជួបនាងគឺទាំងអស់នេះមិនមែនជាសុបិនទេហេតុអ្វីបានជាអ្នកសម្លឹងមើលខ្ញុំប្រញាប់ឡើងញ៉ាំអាហារទៅអាហារនឹងត្រជាក់ឆាប់កញ្ញាលីតើមានអ្វីនៅក្នុងប្រអប់នេះនេះជារបស់ខ្ញុំមែនទេខ្សែដៃរបស់ម៉ាក់ខ្ញុំគាត់មិនបានលក់វាទេចៅតាចុងរឿងនេះទុកឲ្យអ្នកដោយម៉ាក់របស់អ្នកបាត់ចាសោះនេះជាអ្វីដែលម៉ាក់ខ្ញុំបានទុកឲ្យខ្ញុំ Live Eco សរសេរដៃពុកអ្នកស្អាតណាស់អរគុណច្រើនទាំងនេះគឺជារបស់របររបស់គ្រួសារអ្នកតើខ្ញុំអាចប៉ះពួកវាដោយរបៀបណាពួកវាមានសុវត្ថិភាពជាងជាមួយអ្នកកញ្ញាលីអ្នកគឺជាអ្នកសង្គ្រោះរបស់យើងឈប់តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីចាប់ពីថ្ងៃនេះទៅអាជីវកម្មរបស់អ្នកស្រីលីជារបស់យើងនឹងឆ្លងកាត់ភ្លើងនិងទឹកសម្រាប់អ្នកឆ្លងកាត់ភ្លើងនិងទឹកដោយមិនស្ទាក់ស្ទើរព្រះអង្គម្ចាស់មានក្មេងសន្លប់ម្នាក់នៅខាងក្រៅជំរំព្រះអង្គម្ចាស់ក្មេងនេះបានដើរមកដួលសន្លប់ខ្ញុំមិនដឹងថាមានអ្វីខុសទេគាត់មានគ្រុនក្តៅខ្លាំងខ្ញុំឃ្លាននាងជាជនរងគ្រោះនៃគ្រោះមហន្តរាយយកនាងមកវិញមកផឹកយឺតកុំដុតខ្លួនឯងនេះជាជំរំយោធាកុំបារម្ភអីផឹកទៅសុខភាពរបស់អ្នកគឺសំខាន់បំផុតខ្ញុំមិនបានញ៉ាំបបរឆ្ងាញ់បែបនេះយូរមកហើយយកថង់អង្ករនេះទៅជាមួយអ្នកវិញសូមអរគុណឯកឧត្តមអរគុណកញ្ញាជនរងគ្រោះដោយគ្រោះមហន្តរាយទាំងនេះកំពុងតស៊ូប៉ុន្តែខ្ញុំខ្លាចថានៅពេលដែលយើងចាប់ផ្ដើមជួយវានឹងបង្កបញ្ហាធំជាងនេះទៅទៀតខ្ញុំត្រូវដឹងពីមូលហេតុដែល Cheng Chien ស្លាប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានវានិយាយនៅក្នុងសៀវភៅ Rumors តើអ្នកបានឬពាក្យចាមអារ៉ាមទេអ្នកសុំទានតូចបានដឹកអង្ករមួយថង់ធំចេញពីជំរំកាលពីយប់មិញវាជាអង្ករសុទ្ធល្អជាងអង្ករឆ្នាំថ្មីរបស់យើងទៅទៀតយោធាមានគ្រាប់ធញ្ញជាតិច្រើនពួកគេគ្រាន់តែមិនផ្ដល់ឲ្យយើងទេខ្ញុំបានឮថាព្រះអង្គម្ចាស់លីងកំពុងស្តុកទុកគ្រាប់ធញ្ញជាតិទាំងអស់គាត់មិនខ្វល់ពីជីវិតមនុស្សសាមញ្ញទេព្រះអង្គម្ចាស់លីងខ្ញុំគិតថាគាត់គ្រាន់តែជាព្រះអង្គម្ចាស់លោភលន់ម្នាក់យើងកំពុងអត់ឃ្លានស្លាប់នៅខាងក្រៅខណៈពួកគេស៊ីសាច់នៅក្នុងជំរំប្រញាប់ឡើងមកមើលមនុស្សឡោមព័ទ្ធជំរំយោធាទាមទារឲ្យព្រះអង្គម្ចាស់បើកឃ្លាំងស្រូវនិងចែកចាយស្រូវថយក្រោយទាំងអស់ថយក្រោយនេះជាតំបន់យោធាដែលមានការរឹតបន្តឹងគ្មានការចូលដោយគ្មានការអនុញ្ញាតទេយើងមិនខ្វល់ទេបើកជំរកហើយដោះលែងគ្រាប់ធញ្ញជាតិអ្នកមានគ្រាប់ធញ្ញជាតិហេតុអ្វីបានជាអ្នកមិនបញ្ចេញវាចេញមន្ត្រីទាំងអស់នៅតែមានអាហារបរិភោគយើងគ្មានអ្វីបរិភោគទេឈប់ទៅអ្នកណាប្រាប់អ្នកឲ្យមកទីនេះហើយបង្កបញ្ហាមន្ត្រីពុករលួយឲ្យចូលទៅឋាននរកចុះ
ខ្ញុំមិនអីទេកុំភ័យអីវ៉ាងចុងបញ្ជូនបរិសដែលអាចទុកចិត្តបានទៅរៀបចំថ្នាំព្យាបាលរបួសជាបន្ទាន់បញ្ជូនមនុស្សបន្ថែមទៀតដើម្បីបំបែកហ្វូងមនុស្សប្រសិនបើរកឃើញនរណាម្នាក់ញុះញង់ហ្វូងមនុស្សម្ដងទៀតសូមចាប់ខ្លួនពួកគេជាបន្ទាន់ឆេងស៊ីយ៉ានអ្នកសុខសប្បាយជីទេកុំបំភ័យខ្ញុំអីខ្ញុំសុខសប្បាយទេអ្នកសុំនឹងទទួលបានវាឆ្កែរបស់អ្នកដែលជាឆ្កែរបស់ស្ដេចអ្នករាល់គ្នាស្តុកទុកស្រូវទាំងអស់សម្រាប់ខ្លួនឯងតើអ្នកខ្វល់ទេថាយើងរស់ឬស្លាប់គ្រឿងសឹករបស់គាត់សេះរបស់គាត់អ្វីទាំងអស់បានមកពីទ្រព្យសម្បត្តិដែលប្រជាជនរកបានដោយលំបាកយើងទំពាសម្បកឈើនៅខាងក្រៅខណៈពេលដែលគាត់ស៊ីសាច់នៅខាងក្នុងអ្នកជាប៉ារ៉ាស៊ីតរបស់ស្ដេចលោកភ្លុនថោសិងក្មេងនោះបានយូរថងអង្គធំមួយចេញកាលពីម្សិលមិញយ៉ាងណាក៏ដោយពួកគេបានបដិសេធមិនផ្ដល់អ្វីដល់មន្ត្រីអាមេរិកទេមុនសេការរបស់ពួកគេត្រូវបានឆ្កែស៊ីតើអ្នកមិនហ៊ានបដិសេធទេថាអ្នកបានយកវាពីជំរំតើអ្នកទាំងអស់គ្នាបានគ្រប់គ្រាន់ហើយឬនៅក្នុងការបង្កបញ្ហាតើអ្នកជានរណាតើអ្នកក៏ជាមន្ត្រីរាជការដែរក្រុមមនុស្សល្ងងខ្លៅទាំងឡាយឲ្យឯកឧត្តមទាហានរបស់យើងប្រថុយជីវិតដើម្បីប្រទេសជាតិរបស់យើងហើយអ្នកតែងតែដឹកនាំក្នុងសមរភូមិបើពួកគេនៅតែបន្តស្ដីបន្ទោសបែបនេះស្មារតីកងទ័ពនឹងរង្គោះរង្គើពួកគេជាជនស៊ីវិលមិនមែនសត្រូវដាក់ដាវរបស់អ្នកចោលទេយើងមានគ្រាប់ធៀងជាតិនៅក្នុងបន្ទាយប៉ុន្តែវាជាគ្រាប់ធៀងជាតិយោធាសម្រាប់ការពារទីក្រុងប្រសិនបើទីក្រុងដួលរលំហើយសត្រូវឈ្លានពានអ្នកក្រុមគ្រួសាររបស់អ្នកមនុស្សគ្រប់គ្នានៅក្នុងទីក្រុងនឹងស្លាប់ចុះអង្គដែលក្មេងនោះបានទទួលវិញថងអង្គនោះជាគ្រាប់ធៀងជាតិផ្ទាល់ខ្លួនរបស់ខ្ញុំបានរក្សាទុកវាពីរបបអាហាររបស់ខ្ញុំមិនមែនជាគ្រាប់ធៀងជាតិយោធាទេព្រះអង្គម្ចាស់ហើយស្ត្រីនោះបានឲ្យអង្គមកខ្ញុំដើម្បីជួយសង្គ្រោះខ្ញុំអាចឲ្យបាយអ្នកបានទេសូមកុំធ្វើបាបពួកគេអីព្រះអង្គឲ្យយើងមិនមែនជាមនុស្សមិនសមហេតុផលទេប៉ុន្តែយើងខ្សោយពេកមិនអាចយំបានទេឥឡូវនេះឧត្តមសេនីយ៍ឯកវាងទៅយកគ្រាប់ធៀងជាតិយោធារបស់យើងអ្នកមិនអាចធ្វើបែបនោះបានទេខ្ញុំមិនអាចឈរមើលបានទេខណៈពេលដែលជនស៊ីវិលរងទុក្ខវេទនានោះជាភាពអសមត្ថភាពរបស់ខ្ញុំក្នុងនាមជាព្រះអង្គម្ចាស់របស់អ្នកខ្ញុំមានគំនិតមួយប្រសិនបើគ្រួសាររបស់អ្នកមានកន្ត្រកក្រសីកៅអីឈើត្បាញដោយដៃរបស់របរដែលមិនមែនជាសម្រាមណាមួយសូមយកមួយមកខ្ញុំសម្រាប់មនុស្សម្នាក់ខ្ញុំនឹងទិញវាហើយដោះដូរគ្រាប់ធៀងជាតិឲ្យអ្នកតើអ្នកកំពុងលេងសើចខ្ញុំមែនទេថាវាមិនអាចទៅរួចទេគ្មានគ្រាប់ធៀងជាតិណាមួយអាចរកបាននៅកន្លែងណានៅពេលនេះទេពិតជានាងកំពុងបោកប្រាស់យើងពីរបស់របររបស់យើងមែនអ្នកគឺជាក្មេងស្រីដែលបានជួយអ្នកសុំទានតូចនោះជានាងនេះជាប្អូនស្រីដែលយើងកំពុងនិយាយអំពីខ្ញុំបានឲ្យអង្គទៅនាងពួកគេបានដោះដូរគ្រាប់ធៀងជាតិទាំងអស់របស់ជំរំឲ្យខ្ញុំដែរបើអ្នកស្ដីបន្ទោសឬវាមករកខ្ញុំប្រសិនបើអ្នកសុខចិត្តទុកចិត្តខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ឃ្លានឡើយខ្ញុំទុកចិត្តអ្នកថាគ្មានវិធីផ្សេងទៀតទេឥឡូវនេះនារីវ័យក្មេងរូបនេះបាននិយាយថាដូច្នេះយើងក៏អាចសាកល្បងវាមើលប្រហែលជាយើងអាចទទួលបានគ្រាប់ធៀងជាតិជាថ្នូរខ្ញុំមានក្រណាត់រុំជាច្រើននៅផ្ទះតើអ្នកទាំងអស់គ្នាកំពុងឈរនៅជុំវិញអ្វីទៅផ្ទះហើយតម្រៀបរបស់របរដែលអាចដោះដូរបានទាំងអស់បងស្រីនេះសម្រាប់អ្នកវាជាកំហុសរបស់ខ្ញុំទាំងអស់នៅថ្ងៃនេះវាមិនមែនជាកំហុសរបស់អ្នកទេតាក់ខ្សែដៃចោលត្រឡប់ទៅផ្ទះវិញមុនហើយលាក់គ្រាប់ធៀងជាតិកុំឃ្លានទៀតយករឿងនេះទៅឲ្យលឿនតើអ្នកនឹងទៅណានេះជាសញ្ញាសម្គាល់រាជវង្សរបស់ខ្ញុំយកវាទៅរាជធានីហើយគ្មានអ្នកណានឹងបញ្ឈប់អ្នកតាមផ្លូវនោះទេហេតុអ្វីបានជាអ្នកបើកឡានខ្ញុំចេញមនុស្ស 100.000 អ្នកត្រូវការអាហាររយៈពេល6ខែទោះបីជាអ្នកមានសមត្ថភាពខ្ពស់ក៏ដោយអ្នកមិនអាចទទួលបានច្រើននោះទេមនុស្សទាំងនោះនឹងសម្លាប់អ្នកនៅពេលដែលដល់ពេលទៅឥឡូវនេះទៅដូច្នេះគាត់បារម្ភពីខ្ញុំចេញស៊ីយ៉ានខ្ញុំអាចដោះស្រាយបញ្ហាអាហារបានខ្ញុំនឹងរកវិធីដែលខ្ញុំអាចជួយសង្គ្រោះមនុស្ស 100,000 នាក់នោះអ្នកគ្រាន់តែយល់ថាខ្ញុំកំពុងធ្វើរឿងនេះសម្រាប់អ្នកឆាងស៊ីយ៉ានអ្នកមិនអាចស្លាប់បានទេទៅឈប់មើលលោកគ្រូខ្ញុំត្រូវការអង្គនេះ60តោនហើយខ្ញុំចង់ទៅយកវាថ្ងៃនេះយើងមាន60តោនឥឡូវនេះប៉ុន្តែអភិជនខ្ពស់ធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងនាពេលថ្មីនេះការបញ្ជាទិញណាមួយលើសពី30តោនត្រូវការការយល់ព្រមអ្នកអាចទៅយកទំនិញបានត្រឹមតែ1សប្តាហ៍ប៉ុណ្ណោះ1សប្តាហ៍ខ្ញុំមិនអាចរងចាំយូរនោះបានតិចជាហ្វាយខ្ញុំត្រូវការវាជាបន្ទាន់តើខ្ញុំអាចទៅយកទំនិញនឹងបាច់បានទេវាមិនមែនថាខ្ញុំមិនជួយអ្នកទេបទបញ្ញត្តិត្រូវបានអនុវត្តយ៉ាងតឹងរឹងប្រសិនបើខ្ញុំរាយការណ៍ពីបរិមាណនេះអភិជនខ្ពស់នឹងបញ្ជូនមនុស្សទៅពិនិត្យប្រសិនបើខ្ញុំដឹកជញ្ជូនទំនិញផ្ទុយនឹងច្បាប់ខ្ញុំនឹងត្រូវទទួលទោសខ្ញុំពិតជាឈួតមែនឬឆេងឆៃយ៉ានទីត្រូវមែនខ្ញុំមិនអាចទទួលបានអាហារច្រើននោះទេតើខ្ញុំអាចលោកតាំងសុខសប្បាយជីទេមេងតូចក្រណាត់ចាស់និងចានចាស់ដែលអ្នកខ្ញុំស្ថិតក្នុងស្ថានភាពអាក្រក់ណាស់ពួកគេមិនអាចលក់បានច្រើនទេទោះបីជាខ្ញុំលក់វាជារបស់ឥតបានការក៏ដោយម៉ាក់ជាប្អូនស្រីត្រឡប់មកវិញ3ថ្ងៃហើយដែលនារីនោះនៅតែមិនទាន់ត្រឡប់មកវិញនាងបានបោកប្រាស់របស់មានតម្លៃចុងក្រោយរបស់យើងទាំងអស់យើងថែមទាំងបានឲ្យអោរដូវរងាចុងក្រោយរបស់យើងទៅនាងទៀតផងតើយើងនឹងរស់រានមានជីវិតយ៉ាងដូចម្តេចនៅរដូវរងានេះយើងត្រូវបានគេលេងសើច
ជំរុំយោធាទទួលបានក្របថេងជាតិបើនាងមិនត្រឡប់មកវិញទេយើងនឹងប្លន់យកស្រូវមែនហើយប្លន់ស្រូវយើងមិនអាចទទួលយកការខាតបង់នេះដោយឥតប្រយោជន៍បានទេឆាងស៊ីយ៉ានតោះមើលអ្វីដែលអ្នកអាចធ្វើបានឥឡូវនេះធ្វើឲ្យមនុស្សគ្រប់គ្នាស្ងប់ចិត្តនាងបាននិយាយថានាងនឹងត្រឡប់មកវិញក្នុងរយៈពេល3ថ្ងៃនាងនឹងមិនត្រឡប់មកវិញក្នុងរយៈពេល300ឆ្នាំទេមន្ត្រីនឹងឈ្មួញកំពុងរួមគំនិតគ្នាពួកគេរត់គេចខ្លួនបន្ទាប់ពីបោកប្រាស់លុយអ្នកនៅតែជឿគាត់អ្នកណាដែលចូលជំរុំនឹងត្រូវសម្លាប់គ្មានករណីលើកលែងទេខ្ញុំព្រះអង្គម្ចាស់ស្ពភ្លើដាវរបស់ខ្ញុំកញ្ញាលីមេងនឹងត្រឡប់មកវិញមុនពេលនាងត្រឡប់មកវិញអ្នកណាដែលលួចចូលទៅក្នុងជំរុំត្រូវតែដើរជន់លើសាកសពរបស់ខ្ញុំនាងបានជួយសង្គ្រោះជីវិតខ្ញុំនាងជាអ្នកឧបត្ថម្ភរបស់ខ្ញុំការសន្យារបស់នាងគឺជារបស់ខ្ញុំមន្ត្រីពុករលួយភូតផោអ្នកកុហកមន្ត្រីពុករលួយឯកឧត្តមតើយើងធ្វើអ្វីបានគ្រាន់តែឈោមមើលពួកគេធ្វើបាបទាហានរបស់យើងអ្នកទាំងអស់គ្នាឈប់ឥឡូវនេះនាងពិតជាបានត្រឡប់មកវិញមែនខ្ញុំត្រឡប់មកវិញហើយពណ៌បៃតងក៏ត្រឡប់មកវិញដែរកុំបង្ខំមនុស្សគ្រប់គ្នាទទួលបានចំណែកក្នុងម្នាក់ឆេងស៊ីយ៉ានពួកគេបានគប់របស់របរមកលើអ្នកហេតុអ្វីបានជាអ្នកមិនគេចវិសតើវាជឿចាប់ទេអ្នកកំពុងកុហកមែនទេអ្នកល្ងងម្លេះកញ្ញាលីអ្នកគឺជាអ្នកសង្គ្រោះរបស់យើងចុះបើខ្ញុំមិនបានយកស្រូវមកវិញខ្ញុំមិនដឹងថាអ្នកធ្វើវាដោយរបៀបណាទេប៉ុន្តែអ្នកមិនជំពាក់យើងអ្វីទាំងអស់នៅក្នុងចិត្តខ្ញុំគ្រួសាររបស់អ្នកជាមុនសិនបន្ទាប់មកវីរបុរសរបស់មនុស្សគ្រប់គ្នាជប់និយាយអំពីរឿងគ្រួសារចុះបើខ្ញុំមិនដែលត្រឡប់មកវិញម្ដងទៀតទេនោះនឹងមិនកើតឡើងទេគ្រប់ទីកន្លែងដែលអ្នកមកពីឬទៅខ្ញុំនឹងរកអ្នកឃើញកញ្ញាលីម៉ាងម៉ាក់របួសខ្ញុំជាសះស្បើយអស់ហើយកញ្ញាលីម៉ាងមិនមែនមានតែក្របថេងជាតិនៅលើឡានដឹកក្របថេងជាតិនេះទេប៉ុន្តែមានរបស់ចម្លែកច្រើនណាស់តើចៅហ្វាយទាំងអស់នេះនៅណាប្រសិនបើអង្គនិងម្សៅអស់អ្នកអាចទទួលបានជាតិស្ករខ្ពស់និងសូកូឡាខ្មៅបានត្រឹមត្រូវយកគ្រាប់ពូជធន់និងភាពត្រជាក់ដូចជារ៉ាឌីសពណ៌ស្មុកឲ្យខ្ញុំស្បែកក្តោបលឿងនិងសណ្ដែកស្ងួតដែលធ្វើជាសណ្ដែកបណ្ដុះស្ដាប់មុនគេត្រាំសណ្ដែកបៃតងពេញមួយយប់រៀលដាវវាឲ្យរៀបស្មើនៅថ្ងៃបន្ទាប់គ្រប់វាដោយក្រណាត់សើមស្រោចទឹកម្ដងព្រឹកម្ដងយប់រាល់ថ្ងៃរក្សាពួកគេឲ្យឆ្ងាយពីព្រះអាទិត្យពួកគេនឹងដុះពន្លកក្នុងរយៈពេល3ទៅ4ថ្ងៃហើយពួកគេនឹងរួចរាល់សម្រាប់បរិភោគក្នុងរយៈពេល1សប្តាហ៍កុំបារម្ភថាកន្លែងក្នុងទីក្រុងចង្អៀតពេកប៉ុន្តែផ្ទះនីមួយមានជ្រុងទេការដាក់ឆ្នាំងនៅទីនោះនឹងមិនយកកន្លែងទំនេរទេខ្ញុំនឹងចែកសណ្ដែកបាយដល់មនុស្សគ្រប់គ្នាគ្រួសារនីមួយទទួលបានមួយក្តាប់តូចជាមុនសិនពេលពន្លកដុះហើយទុកពាក់កណ្ដាលឲ្យស៊ីសន្សំបានពាក់កណ្ដាលនៅពេលពួកគេដាំសណ្ដែកថ្មីយើងអាចធ្វើវត្តនេះម្ដងទៀតយើងនឹងមិនខ្វះបន្លែនៅពេលក្រោយទេស្បែកក្តោបអាចទប់ទល់នឹងភាពត្រជាក់បានពួកវាដុះឡើងវិញភ្លាមបន្ទាប់ពីអ្នកកាត់វាកុំធ្វើឲ្យខូចជ្រឹះហើយអ្នកអាចស៊ីវាបានពេញមួយរដូវរងាយើងអាចដាំរ៉ាឌីនិងស្ពៃខ្មៅនៅពេលក្រោយពួកគេរឹងមាំណាស់មេស្វីអ្នកថែមទាំងដឹងថាការធ្វើស្រែចម្ការតើអ្នកត្រូវបានបញ្ជូនមកពីស្ថានសួគ៌ដែរឬទេមកចុះខ្ញុំមិនមែនមកពីស្ថានសួគ៌ទេខ្ញុំទើបតែបើកភោជនីយដ្ឋានមួយខ្ញុំបានរៀនរឿងទាំងអស់នេះពីទូរស័ព្ទរបស់ខ្ញុំតើទូរស័ព្ទជាម៉ាស៊ីនប្រភេទអ្វីអ្នកណាខ្វល់ថាវាជាម៉ាស៊ីនអ្វីដរាបណាវាដំណើរការយើងជឿលើអ្វីដែលកញ្ញាលីនិយាយអ្នកស្រីលីអ្នកពិតជាមានចិត្តល្អនិងមេត្តាករុណាណាស់យើងមិនដឹងថាត្រូវសងអ្នកវិញយ៉ាងណាទេយើងក៏មិនល្ងងដែរយើងដឹងថាឆ្នាំងនិងកំប៉ុងដែលខូចដែលយើងបានឲ្យអ្នកគ្មានតម្លៃអ្វីទេវាមិនងាយស្រួលទេយើងស្ទើរតែបាត់បង់ឆេងឆៃនដោយវិធីនេះចុងបញ្ចប់នៃសៀវភៅគួរតែផ្លាស់ប្ដូរឥឡូវនេះត្រូវហើយអ្នកស្រីលីមកជាមួយខ្ញុំមើលមនុស្សទាំងនេះពួកគេទាំងអស់គ្នាបានឆ្លងជំងឺចម្លែកមួយដែលមានគ្រុនក្តៅខ្លាំងខ្ញុំមិនដែលឃើញរឿងនេះពីមុនមកទេតើយើងគួរធ្វើអ្វីនេះជាជំងឺអុតស្វាយវាឆ្លងរាលដាលណាស់តើអ្នកមានដំណោះស្រាយទេថ្នាំដែលអ្នកប្រើដើម្បីជួយសង្គ្រោះខ្ញុំកាលពីលើកមុនបានធ្វើឲ្យរបួសរបស់ខ្ញុំជាសះស្បើយលឿនចុះប្រសិនបើអ្នកជំងឺទាំងនេះអាចប្រើថ្នាំទាំងនោះបានដែរខ្ញុំនឹងរកវិធីមួយប៉ុន្តែសម្រាប់ពេលនេះជំងឺនេះទំនងជាឆ្លងដាក់អ្នកជំងឺទាំងអស់ឲ្យនៅដាច់ដោយឡែកនៅទីនេះគ្មាននរណាម្នាក់ចូលឬចាក់ចេញទេមនុស្សដែលមានសុខភាពល្អនៅឲ្យឆ្ងាយអ្នកទាំងអស់គ្នាក៏ចាក់ចេញដែរយល់ហើយចុះអ្នកវិញខ្ញុំនឹងចេញមកភ្លាមអ្នកក៏ចេញទៅតើរឿងនេះអាចកើតឡើងដោយរបៀបណាបើគ្មានកំណត់ត្រាពាក់ព័ន្ធនៅក្នុងសៀវភៅវិទ្យាសាស្ត្រមុនជំងឺអុតស្វាយកំពុងរាតត្បាតជនស៊ីវិលរាប់មិនអស់ស្លាប់ព្រះអង្គម្ចាស់លីងឆាងស៊ីយ៉ានក៏ឆ្លងមេរោគដែរគ្រូពេទ្យមើលរូបភាពដែលខ្ញុំបានផ្ញើទៅអ្នកតើនេះជាជំងឺអុតស្វាយមែនទេបន្ទាប់មកប្រាប់ខ្ញុំពីថ្នាំដែលខ្ញុំត្រូវទិញយល់ព្រមប្រាកដណាស់អរគុណលោកគ្រូពេទ្យម៉ាស់បិទមុខសម្រាប់បន្ថយគ្រុនក្តៅលេកាឡាមីនថ្នាំសម្រាប់មេរោគចាប់យកពួកគេទាំងអស់គ្នាថ្នាំទាំងនេះមានប្រសិទ្ធភាពបន្ថយគ្រុនក្តៅបន្ថយសីតុណ្ហភាពរបស់អ្នកលេលាបខាឡាម៉ាញបំបត្តិការរមាស់និងបញ្ឈប់ការកោសរបស់អ្នកកុំកោសហើយឆ្លងមេរោគមនុស្សភាគច្រើនអាចឆ្លងកាត់បាននេះជារបាំងមុខធ្វើវាដូចនេះព្យួរខ្សែនៅលើត្រចៀករបស់អ្នកហើយគ្រប់ច្រមុះនិងមាត់របស់អ្នកដុតវាបន្ទាប់ពីប្រើរួចទោះបីជាអ្នកមានអារម្មណ៍ថប់ដង្ហើមក៏ដោយអ្នកត្រូវតែពាក់វាស្ដាប់ខ្ញុំឧត្តមសេនីយ៍ឯកវាងក៏បានឆ្លងមេរោគផងដែរអ្នកមិនមានអារម្មណ៍ក្តៅទេតើអ្នកគ្រាន់តែខ្លាចឬឈឺមែនទេជនស៊ីវិលរាប់សិបនាក់ទៀតរបស់អ្នកមានគ្រុនក្តៅខ្លាំងនិងកន្ទួលរមាស់ហើយទាហានរាប់សិបនាក់ក៏ឆ្លងមេរោគផងដែរធ្វើការស៊ើបអង្កេតទូទាំងទីក្រុងពីទ្វារមួយទៅទ្វារមួយញែកករណីនេះមួយចេញនៅពេលរកឃើញអ្នកដែលបានតាក់ទងទាំងអស់អ្នកជំងឺត្រូវពាក់ម៉ាស់និងលាងដៃជាមួយថ្នាំសម្លាប់មេរោគធ្វើអ្វីដែលនាងនិយាយបាត់ចាស់សោខ្ញុំនឹងទៅឥឡូវនេះ6
តើរបស់ទាំងនេះជាអ្វីខ្លះដែលយើងបានរកឃើញនៅមាត់ទន្លេក្រៅទីក្រុងសម្ភារៈនិងសាកសពស្រូវជាច្រើនបានអណ្តែតចុះពីខ្សែទឹកខាងលើកងទ័ពសត្រូវមួយចំនួនបានឆ្លងជំងឺអុតស្វាយពួកគេបានបោះសម្លៀកបំពាក់ដែលមានមេរោគចូលទៅក្នុងទន្លេដោយចេតនាទេពួកគេមិនបានបោះវាដោយចេតនាទេជំងឺអុតស្វាយបានវាយប្រហារបន្ទាយសត្រូវនៅខាងលើរាងកាយនិងសម្លៀកបំពាក់បានអណ្តែតចុះទៅតាមជ្រុងទឹកតើអ្នកបានប៉ះចំណុចទាំងនេះទេតើអ្នកបានប៉ះពួកគេដោយដៃទេយើងមិនហ៊ានប៉ះពួកគេទេយើងបានរើសវាដោយដំបងបិទច្រាំងទន្លេលើនេះគ្មានអ្នកណាចូលទៅជិតទេសម្រាប់មេរោគគ្រប់ចំណុចប្រមូលទឹកបន្ថែមកំបោរទៅក្នុងទឹកអណ្ដូងហើយដុតសម្លៀកបំពាក់និងក្រណាត់ក្រែទាំងអស់របស់អ្នកដែលឆ្លងមេរោគជំងឺអុតស្វាយគឺអាក្រក់ជាងសង្គ្រាមទៅទៀតអ្នកមិនត្រូវចាប់វាទេតើមានភ្លេចបន្ទោទេគ្រូពេទ្យមើលពួកគេតើពួកគេកាន់តែអាក្រក់ទៅហើយឬនៅបាទចាសចេញវិជ្ជាបញ្ជាឲ្យខ្ញុំប្រើថ្នាំបន្ថែមទៀតរៀបចំថ្នាំចំនួន50,000 ដូសម្ដាយមិនអីទេលេបថ្នាំទៅអ្នកនឹងមានអារម្មណ៍ធូរស្រាលយើងខ្ញុំបានត្រួតពិនិត្យមនុស្សគ្រប់គ្នានៅក្នុងទីក្រុងហើយករណីដែលបានបញ្ជាក់ជិត30,000ករណីខ្ញុំបានរៀបចំពួកគេទាំងអស់ឲ្យត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកជាសំណាងល្អថ្នាំរបស់អ្នកស្រីលីមេងមានប្រសិទ្ធភាពអស្ចារ្យជំងឺចម្លែកបានឈប់រីករាលដាលនាងមិនបានដេក3ថ្ងៃហើយគ្រុនក្តៅរបស់អ្នកទាំងអស់គ្នាបានថយចុះហើយពួកគេទាំងអស់គ្នាមានស្មារតីល្អប្រសើរជាងឥឡូវនេះបងស្រីតើអ្នកជាទេពអប្សរមែនទេយើងបានធ្វើវាហើយយើងមិនបានស្លាប់ទេកញ្ញាលីមេអ្នកគឺជាអ្នកសង្គ្រោះទេពអប្សររបស់យើងត្រឡប់ទៅសម្រាប់វិញទុករឿងនេះឲ្យខ្ញុំវិញមិនអីទេខ្ញុំនឹងត្រឡប់ទៅវិញមុនគេទីបំផុតយើងចេញហើយអនុញ្ញាតឲ្យខ្ញុំមើលនោះមិនអាចត្រឹមត្រូវទេជំងឺអុតស្វាយស្ថិតនៅក្រោមការគ្រប់គ្រងតើឆេងឆៃនៅតែស្លាប់ដោយរបៀបណាសេស្គូឲ្យខ្លាចណាស់អ្នកភូមិទាំងអស់បានស្ដាប់បរិសុទ្ធស្ងប់ស្ងាត់ម្នាក់ដែលប្រមូលផ្ដុំគ្នានៅក្បែរភ្លើងរអ៊ូទាមហើយបោះថ្នាំរបស់យើងទាំងអស់ចូលទៅក្នុងភ្លើងវង្វេងភ្លើងប្រសិនបើអ្នកមិនលេបថ្នាំដូច្នេះសូមឲ្យវាដុតថ្នាំទាំងអស់តើនេះជាអ្វីដែលមនុស្សធម្មតានឹងធ្វើមែនទេដរាបណាវាអាចជួយសង្គ្រោះជីវិតបានតើអ្នកមកពីណានៅលើផែនដីអ្នកបានបញ្ឆោតមនុស្សគ្រប់គ្នាឲ្យដុតថ្នាំការពន្យាពេលការព្យាបាលរបស់ពួកគេតើអ្នកនឹងផ្ដល់សំណងសម្រាប់រឿងនេះដោយរបៀបណាមនុស្សគ្រប់គ្នាមិនជឿអ្វីដែលគាត់និយាយទេទាហាននិងជនស៊ីវិលទាំងអស់ដែលបានដាក់ឲ្យនៅដាច់ដោយឡែកបានជាសះស្បើយអរគុណចំពោះថ្នាំនេះស្ថានសួគ៌នឹងមិនអាចប្រកែកបានថ្នាំនេះនឹងបំផ្លាញកម្លាំងជីវិតរបស់អ្នកប្រសិនបើអ្នកមិនទទួលយកដំបូន្មានរបស់ខ្ញុំទេអ្នកទាំងអស់គ្នានឹងជួបសំណាងអាក្រក់ក្នុងរយៈពេលតិចជាងកន្លះខែឈប់ផ្សព្វផ្សាយព័ត៌មានមិនពិតទៅប្រជាជនប្រសិនបើមានអ្វីអាក្រក់កើតឡើងចំពោះខ្ញុំមនុស្សគ្រប់គ្នានៅក្នុងទីក្រុងនេះសុទ្ធតែជាប់ពាក់ព័ន្ធសូមកុំធ្វើបាបពួកយើងអីនេះជាឆន្ទៈរបស់ស្ថានសួគ៌ក្មេងស្រីនេះប្រឆាំងនឹងសណ្ដាប់ធ្នាប់ធម្មជាតិនាងចេញមកញុះញង់ភាពវឹកវរអ្នកមិនអាចប្រឆាំងនឹងឆន្ទៈរបស់ស្ថានសួគ៌បានទេអ្នកគ្រាន់តែចង់ធ្វើបាបយើងទាំងអស់គ្នាខ្ញុំរត់ទៅយកថ្នាំមកឲ្យអ្នកទាំងអស់គ្នាហើយឥឡូវនេះខ្ញុំជាអ្នកបង្កបញ្ហាអ្នកអះអាងថាមានអំណាចដល់ទេវភាពត្រឡប់មកជាមួយខ្ញុំវិញខ្ញុំមានសំណួរមួយចំនួនចង់សួរអ្នកផ្ទាល់មិនអីទេខ្ញុំនឹងទៅតើអ្នកឈួតទេគាត់ទើបតែមានមនុស្សបង្កាច់បង្ខូចហើយអ្នកនៅតែមានសុជីវធម៌ចំពោះគាត់ត្រឡប់មកជាមួយខ្ញុំវិញសិនយើងនឹងនិយាយអំពីវាពេលក្រោយខ្ញុំមិនចាក់ចេញទេលេងខ្ញុំទៅដាក់ខ្ញុំចុះ
តើអ្នកចង់ពិគ្រោះជាមួយខ្ញុំអំពីអ្វីខ្ញុំមិនផ្ដល់ដំបូន្មានដោយឥតគិតថ្លៃទេអ្នកដឹងទេមានមនុស្សច្រើនពេកនៅខាងក្រៅឥឡូវនេះវាមិនងាយស្រួលទេក្នុងការវែកញែកជាមួយគាត់ឥឡូវនេះធ្វើវាតើអ្នកកំពុងធ្វើអ្វីអ្នកនាងលីមើលនេះមានប្រយោជន៍សម្រាប់អ្នកណាស់តោះមើលពីរបៀបដែលអ្នកអាចលាក់អាហារសម្រន់បានតើអ្នកហ៊ានធ្វើកោតកម្មដោយរបៀបណាអ្នកគ្មានសីលធម៌និងបំពានច្បាប់តើមនុស្សអមតៈអាចត្រូវវាយដោយដំបងយ៉ាងដូចម្តេចអ្នកជាអមតៈខ្លាំងៗអ្នកសមនឹងទទួលបានការវាយដំប្រសិនបើអ្នកចង់ធ្វើពុតជាអមតៈអ្នកត្រូវតែវាយដំជាមុនសិនកុំគ្រាន់តែឈរនៅទីនោះមកចូលរួមជាមួយយើងមកមើលខ្ញុំកន្លែងនេះរញ៉េញ៉ៃណាស់គ្មានមនុស្សធម្មតាណាម្នាក់ហ៊ានមកទីនេះទេអ្នកណាបញ្ជូនអ្នកមកបញ្ឆោតមនុស្សឲ្យដុតថ្នាំមានទុភិកនៅជនបទគ្រួសារខ្ញុំទាំងមូលរស់នៅលើក្របថេងជាតិនេះវាមកពីអ្នកឧបត្ថម្ភរបស់យើងទោះបីជាអ្នកវាខ្ញុំរហូតដល់ស្លាប់ក៏ដោយខ្ញុំនឹងមិនប្រាប់អ្នកអ្វីទាំងអស់ខ្ញុំមានក្របថេងជាតិនៅទីនេះអ្នកអាចយកវាមកវិញបាននោះមិនគ្រប់គ្រាន់ទេនាំក្រុមគ្រួសារទាំងមូលរបស់អ្នកមកទីនេះដើម្បីជ្រកកោនជាមួយព្រះអង្គម្ចាស់ខ្ញុំសុខចិត្តស្លាប់ដោយអត់ឃ្លានជាងស៊ីក្របថេងជាតិរបស់អ្នកពិតជារឹងរូសណាស់ហាវាមានរសជាតិឆ្ងាញ់ណាស់ខ្ញុំមិនដែលជួបមេខ្លោងទេខ្ញុំគ្រាន់តែដឹងថាគាត់មានអ្នកក្រោមបង្គាប់ម្នាក់ឈ្មោះវេយីងគាត់បានប្រាប់ខ្ញុំឲ្យធ្វើបែបនេះនៅវែងដោយសារតែគាត់ជាអ្នករក្សាវិមានម្ចាស់ក្ត្រីព្រះអង្គម្ចាស់រាជយាតនេះសំដៅលើអ្នកម្ចាស់របស់ខ្ញុំព្រះម្ចាស់ឲ្យមានរឿងដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងខ្ញុំបានល្បាតទីក្រុងហើយបានរកឃើញចៅហ្វាយនេះខ្លាំងៗជាច្រើនទៀតញុះញង់មនុស្សឲ្យដុតថ្នាំគ្រប់ទីកន្លែងទៅចាប់ចៅហ្វាយខ្លាំងៗទាំងអស់នោះយកឲ្យម្ចាស់ខ្ញុំព្រះករុណាជាអម្ចាស់ស្ត្រីនោះជួយព្រះអង្គម្ចាស់ទី3ឲ្យរួចផុតពីបញ្ហាម្ដងហើយម្ដងទៀតនាងបានធ្វើឲ្យផែនការរបស់យើងទាំងអស់រញ៉េញ៉ៃនាងក៏ទទួលបានអស្ថបុរាណទាំងនោះដែរនាងអាចទទួលបានអាហារនិងអស្ថបុរាណដូច្នេះនាងត្រូវតែមានផ្ទៃខាងក្រោយដ៏មានឥទ្ធិពលប៉ុន្តែខ្ញុំបានពិនិត្យមើលថានាងគ្រាន់តែជាអ្នកលក់ដូរតូចមួយនៅភោជនីយដ្ឋាន Thankfield ប៉ុណ្ណោះប៉ុន្តែព្រះអង្គម្ចាស់ខ្ញុំបារម្ភពីព្រះអង្គច្រើនជាងឥឡូវនេះព្រះចៅអធិរាជបានសរសើរព្រះអង្គម្ចាស់ទី3ជាច្រើននាពេលថ្មីនេះប្រសិនបើគាត់ឈ្នះសមរភូមិនេះម្ដងទៀតតំណែងរបស់អ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំងទោះបីជាគាត់ឈ្នះសមរភូមិក៏ដោយវានឹងជារឿងអាម៉ាស់មួយប្រសិនបើទីក្រុងទាំងមូលស្លាប់បន្ទាប់មកអ្នកបោកប្រាស់មួយចំនួនទៀតទោះបីជាពួកអ្នកបោកប្រាស់ទូទាំងប្រទេសបានដុតឱសថជាច្រើនក៏ដោយឥឡូវនេះស្ត្រីនោះនៅតែអាចទិញបានច្រើនជាងការកម្ចាត់នាងចោលយកពីឧត្តមគតិរបស់អ្នកខ្ញុំឆ្ងល់ថាពេលណាឆេងឆៃយ៉ែននឹងមកជួបខ្ញុំថ្ងៃនេះប្រហែលជាខ្ញុំគួរតែទៅជួបគាត់ជំនួសវិញតើមានរឿងអ្វីកើតឡើងជួយផងជួយបាញ់ព្រួញខ្ញុំឃើញខុសហើយខ្ញុំស្ទើរតែស្លាប់នៅទីនោះមាននរណាម្នាក់កំពុងព្យាយាមសម្លាប់ខ្ញុំលីម៉ានក្រូចឆ្មាបើអ្នកមិនរៀបការជាមួយបន្លែនោះមិនអីទេប្រគល់វត្ថុបុរាណរបស់ជីដូនទូតរបស់អ្នកបងស្រីតើអ្នកបានធ្វើការ cosplay ដើម្បីទទួលបានអតិថិជនបន្ថែមទេវត្ថុបុរាណទាំងអស់នោះគឺជាខ្លាំងៗពួកគេទៅហើយតើអ្នកកំពុងកុហកអ្នកណាប្រសិនបើអ្នកមិនប្រគល់ពួកគេឥឡូវនេះកុំបន្ទោសម៉ាក់ចំពោះការឆ្លើយចំពោះអ្នកលេងខ្ញុំឥឡូវនេះតើនោះមិនមែនជាខ្សែត្បូងយាយទេយាយឈួតហើយឲ្យរបស់នេះមកអ្នកចាប់ផ្ដើមដំណើរទៅមុខទៀតប្រគល់វាទៅអ្នកចង់បានវត្ថុបុរាណល្អខ្ញុំនឹងទៅយកខ្លះមកឲ្យអ្នកឥឡូវនេះខ្ញុំបាញ់ព្រួញមកវិញហើយតើអ្នកបានឃើញនរណាម្នាក់ឥឡូវនេះទេបាត់ចាស់យើងបានធ្វើរងចាំទេយើងមិនបានដឹងថាមនុស្សនោះនៅឯណាទេតើព្រួញនៅឯណាតើនោះជាខ្មោចមែនទេវាជាការរត់ប្រណាំងខ្មោច
អូជើងខ្ញុំតើមានអ្វីកើតឡើងដែលព្រួយនេះមកពីណាយាយទួតបាននិយាយអ្វីមួយថាការពីកន្លែងនេះប្រសិនបើអ្នកមិនជឿលើវិញ្ញាណអាក្រក់ព្យាយាមចូលម្ដងទៀតនៅពេលក្រោយអ្នកនឹងមិនចុះចេញដោយងាយស្រួលនោះទេដោយគ្រាន់តែមានព្រួយមួយនៅជើងរបស់អ្នកចេញទៅឥឡូវនេះអ្នកនឹងមិនចាក់ចេញពីទីនេះឡើយហេក្មេងភ្ញាក់ឡើងតើបរិសស្លៀកពាក់ខ្មៅទាំងនោះបានចាក់ចេញហើយឬនៅបើខ្ញុំទៅឥឡូវនេះតើខ្ញុំនឹងត្រូវគេបាញ់ដូចគោដើមម្ដងទៀតទេតើជេងស៊ីយ៉ានកំពុងធ្វើអ្វីមេងឪតើអ្នកនៅណាព្រះអង្គគុំចាស់ព្រួញទាំងនេះមិនល្អទេចូលទៅរកកញ្ញាលីមេងជាមុនសិនប្រញាប់ឡើងបាតព្រះអង្គគុំចាស់ឲ្យតើព្រះអង្គមិនយាងមកជាមួយយើងខ្ញុំដើម្បីរកនាងទេខ្ញុំនឹងរងចាំនាងនៅទីនេះមិនអីទេព្រះអង្គគុំចាស់រីករាយនឹងពួកបរិសរបស់ព្រះអង្គយើងកំពុងតែរកខ្ញុំមេងគីវត្រូវបានអូសទាញចូលក្នុងរឿងនេះដោយសារខ្ញុំមិនអាចការពារនាងបានទេសូមឲ្យលោកម៉ែនរក្សាសុវត្ថិភាពណាក៏ដោយផែនដីឲ្យតើអ្នកបានទៅណានៅលើផែនដីនេះខ្ញុំមិនដឹងថាឆេងឆៃនសុខទុក្ខយ៉ាងណាទេឥឡូវនេះបើខ្ញុំមិនទៅទីនោះទេតើគាត់មិនអាចរស់រានមានជីវិតពីគ្រោះមហន្តរាយនេះទេតើខ្ញុំអាចធ្វើអ្វីបានដើម្បីជួយសង្គ្រោះគាត់ព្រះអង្គម្ចាស់ពាក្យណាមួយតើយើងបានរកឃើញកញ្ញាលីមីងហើយឬនៅសូមព្រះអង្គយាងត្រឡប់ទៅសម្រាប់វិញចុះខ្ញុំមិនចាក់ចេញទេខ្ញុំនឹងនៅទីនេះរងចាំនាងត្រឡប់មកវិញចុះបើខ្ញុំមិនដែលត្រឡប់មកវិញច្រើនទៀតតើអ្នកនឹងហៅខ្ញុំទេមេងគឺខ្ញុំនឹកអ្នកខ្លាំងណាស់តើអ្នកនឹងរងចាំខ្ញុំជានិច្ចទេខ្ញុំបាននិយាយថាមិនថាអ្នកមកពីណាឬទៅណាទេខ្ញុំនឹងរកអ្នកឃើញមិនថាអ្នកមកពីណាឬទៅណាទេខ្ញុំនឹងរកអ្នកឃើញម៉ែនគឺខ្ញុំដឹងថាអ្នកនឹងត្រឡប់មកវិញដោយសុវត្ថិភាពខ្ញុំគ្រាន់តែជាម្ចាស់ភោជនីយដ្ឋានម្នាក់ប៉ុណ្ណោះវាមិនមានបញ្ហាទេថាតើខ្ញុំរស់ឬស្លាប់មេងគឺស្ដាប់អ្នកតែងតែជាគ្រួសារសម្រាប់ខ្ញុំនោះនឹងមិនដែលផ្លាស់ប្ដូរទេអ្នកសំខាន់ជាងគ្រួសារខ្ញុំទៅទៀតរីកាជូនឯកឧត្តមកងទ័ពសត្រូវរបស់ព្រះអង្គមានចំនួនច្រើនជាងយើងច្រើនដងពួកគេបន្តវាយប្រហារលោកមួយបន្ទាប់ពីលោកមួយទៀតខ្ញុំខ្លាចថាបងប្អូនយើងអាចទ្រាំបានការពង្រឹងកម្លាំងត្រូវបានពន្យាពេលយូរពេកតើពួកគេមានគម្រោងអ្វីខ្ញុំខ្លាចថាកម្លាំងជំនួយនឹងមិនមកទេអស្ចារ្យណាស់ទីបំផុតខ្ញុំបានផ្លាស់ប្ដូរវាសនារបស់ខ្ញុំនីតិក្រដៅបន្ទាប់ព្រើធ្លាក់ខ្លាំងកងទ័ពរាជវង្សត្រូវបានឡោមព័ទ្ធហើយត្រូវបានវាយប្រហារទាំងខាងមុខនិងខាងក្រោយនៅរដូវស្លឹកឈើជ្រុះព្រះអង្គម្ចាស់បានសោយទីវង្គតក្នុងសមរភូមិសត្រូវបានកាត់ក្បាលរបស់វាចោលហើយព្យួរវានៅលើទ្វារក្រុងដើម្បីបង្ហាញអំណាចរបស់ពួកគេទីក្រុងទាំងមូលយំសោកហេតុអ្វីខ្ញុំមិនអាចផ្លាស់ប្ដូរចុងបញ្ចប់របស់អ្នកបានមិនថាខ្ញុំធ្វើអ្វីក៏ដោយឆាងស៊ូយ៉ានតើខ្ញុំគួរធ្វើអ្វីដើម្បីជួយសង្គ្រោះអ្នកពួកបរិសរបស់រាជទាយាទបានព្យាយាមសម្លាប់អ្នកពួកគេបរាជ័យលើកនេះប៉ុន្តែពួកគេនឹងត្រឡប់មកវិញខ្ញុំមិនអាចធានាថាខ្ញុំអាចការពារអ្នកគ្រប់ពេលបានទេយករបស់នេះទៅរដ្ឋធានីវានឹងធ្វើឲ្យអ្វីកាន់តែងាយស្រួលសម្រាប់អ្នកនៅពេលក្រោយរងចាំតោះយើងដកថយយកជនស៊ីវិលទីក្រុងទាំង100,000អ្នកទៅជាមួយយើងទេប្រសិនបើយើងចាញ់ទីក្រុងនេះសមរភូមិនាពេលអនាគតនឹងកាន់តែពិបាកនៅពេលនោះជនស៊ីវិលកាន់តែច្រើននឹងបាត់បង់ក្រុមគ្រួសារនិងជីវិតរបស់ពួកគេអ្នកគឺជាអ្នកដែលគួរតែចាក់ចេញទើបតែពេលនេះអ្នកនិយាយថាខ្ញុំជាគ្រួសាររបស់អ្នកប៉ុន្តែឥឡូវនេះអ្នកបណ្ដេញខ្ញុំចេញតើអ្នកចង់មានន័យយ៉ាងណាខ្ញុំបានសរសេរចេញនៅអ្វីគ្រប់យ៉ាងដែលខ្ញុំជំពាក់អ្នកចាប់ពីពេលនេះទៅយើងមិនជំពាក់អ្វីគ្នាទេយើងលែងត្រូវការអ្នកនៅទីនេះទៀតហើយទេកុំបារម្ភពីខ្ញុំអី
ខ្ញុំចង់នៅហើយឆ្លងកាត់រឿងនេះជាមួយអ្នកទាំងអស់គ្នាតើអ្នកត្រូវតែបង្ខំខ្ញុំឲ្យនិយាយអ្វីដែលខុសខើមែនទេមានរឿងអ្វីកើតឡើងវាគ្រាន់តែជាទីក្រុងចិត្តដួលរលំត្រូវហើយបើខ្ញុំប្រាប់អ្នកថាខ្ញុំនឹងរៀបការជាមួយព្រះនាងសត្រូវព្រះរាជក្រឹត្យចេញដោយព្រះចៅអធិរាជតើអ្នកនឹងប្រឆាំងនឹងព្រះរាជក្រឹត្យហើយបញ្ឈប់ខ្ញុំពីការរៀបការជាមួយព្រះនាងឬចាប់ចោលហើយក្លាយជាស្ដេចក្របធិញជាតិនិងអស់សតូចដែលអ្នកបានផ្ញើមកមិនអាចផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកបានទេក្នុងនាមជាមនុស្សសាមញ្ញម្នាក់តើអ្នកមានសិទ្ធិអ្វីធ្វើជាព្រះនាងមហេសីរបស់ខ្ញុំឧត្តមគតរបស់អ្នកព្រះរាជក្រឹត្យរបស់អធិរាជគ្រាន់តែចែងថាយើងត្រូវតែដកតបចេញហើយប្រគល់ទីក្រុងនានាឲ្យពួកគេវាមិនដែលនិយាយអំពីអាពាហ៍ពិពាហ៍ដោយសន្តិភាពទេហេតុអ្វីបានជាអ្នកតាំងចិត្តបើកបរចេញដោយខុសឆ្គងខ្ញុំនឹងប្រឆាំងនឹងព្រះរាជក្រឹត្យរបស់អធិរាជសត្រូវខូខើនឹងមិនគួរឲ្យទុកចិត្តការប្រគល់ទីក្រុងទៅឲ្យពួកគេនឹងមិនបញ្ចប់ទេពួកគេគ្រាន់តែទាមទារបន្ថែមទៀតលើកនេះយើងនឹងមិនដកកងទ័ពឬប្រគល់ទីក្រុងណាមួយឡើយប៉ុន្តែកម្លាំងសត្រូវមានច្រើនជាងយើង20ដងទោះបីជាខ្ញុំស្លាប់ក្នុងសមរភូមិនេះក៏ដោយខ្ញុំនៅតែស៊ូប៉ុន្តែខ្ញុំមិនគួរអូសទាញនាងចូលក្នុងរឿងនេះទេមេងគូខ្ញុំមិនដឹងថាយើងអាចជួបគ្នាម្ដងទៀតបន្ទាប់ពីនេះទេអ្នកត្រូវតែរស់នៅជីវិតដែលមានសុភមង្គលជាងនេះបន្ទាប់ពីព្រះអង្គម្ចាស់លីងបានបង្ក្រាបការបះបោររបស់ប្រជាជនចំណុះហើយបានយាងត្រឡប់មកវិញទ្រង់បានឡើងសោយរាជ្យទ្រង់បាននាំស្ត្រីបរទេសចូលទៅក្នុងហារ៉េមប៉ុន្តែមិនដែលតែងតាំងមហេសីក្នុងជីវិតរបស់ព្រះអង្គឡើយពេញមួយជីវិតរបស់គាត់មិនដែលតែងតាំងមហេសីទេអ្នកប្រកាសជាស្រឡាញ់នាងខ្លាំងណាស់ហើយមែនទេខ្ញុំពិតជាគួរតែត្រឡប់ទៅវិញខ្ញុំបានឮថាមនុស្សអាថ៌កំបាំងទាំងអស់នៅទីនេះយប់នេះសុទ្ធតែជាមនុស្សធំសំណាងល្អគ្រូពេទ្យដែលទាញដាវខ្ញុំចេញដឹងរឿងរបស់គាត់ហើយអ្នកណាដឹងថារបស់ដែលជាប់នៅក្នុងជើងរបស់ខ្ញុំគឺជារាជវង្សដ៏តាក់ទាញមួយវត្ថុបុរាណវប្បធម៌ដែលមានតម្លៃយ៉ាងហោចណាស់$1 លានម៉ាក់វាមានតម្លៃ$1 លានការលំបាកទាំងអស់ដែលអ្នកបានឆ្លងកាត់គឺមានតម្លៃណាស់ដរាបណាគីរ៉ាពៅនៅរស់ជាការប្រសើរណាស់ទុកវេទនាតិចតួចដែលខ្ញុំបានស៊ូទ្រាំនេះគឺគ្មានអ្វីសោះយើងមិនត្រូវឲ្យបងស្រីខ្ញុំដឹងអំពីរឿងនេះទេតើអ្នកមិនចង់ឲ្យខ្ញុំដឹងអ្វីទេទីជាវាមិនមានគ្រោះថ្នាក់អ្វីទេក្នុងការប្រាប់អ្នកថាអ្នកមិនដែលស្រមៃចង់បានរឿងនេះទេព្រួញដែលបាញ់ខ្ញុំពីយន្តការដ៏អង់របស់ជីដូនទូតរបស់អ្នកវាជាវត្ថុបុរាណពីរាជវង្សដ៏រុងរឿងបងស្រីពេលយើងចូលទៅក្នុងភោជនីយដ្ឋានដើម្បីរកអ្នកប្រសិនបើអ្នកនៅតែស្ដាប់បង្គាប់ហើយមិនរឹងរូសយើងមិនបានបាត់បង់កំណប់ទ្រព្យដ៏មានតម្លៃនេះដោយឥតប្រយោជន៍ឡើយអ្នកទាំងអស់គ្នាបាននិយាយអ្វីដែលពួកគេទើបតែនិយាយត្រូវហើយពួកគេបានលួចចូលក្នុងផ្ទះខ្ញុំមុនគេបានព្យាយាមចាប់ខ្ញុំហើយលួចរបស់របររបស់ខ្ញុំពួកគេថែមទាំងបានលួចយកវត្ថុបុរាណវប្បធម៌រាប់លានដុល្លាររបស់ខ្ញុំដើម្បីលក់យកប្រាក់ចំណេញទៀតផងខ្ញុំជាជនរងគ្រោះពិតប្រាកដនៅទីនេះយកពួកគេទាំងពីរទៅប៉ុស្តិ៍ប៉ូលីសអាហេនោះមិនមែនជារបៀបដែលអ្វីបានកើតឡើងទេលេងខ្ញុំទៅខ្ញុំបានទាញដាវនេះចេញពីជើងរបស់ខ្ញុំខ្ញុំក៏សមនឹងទទួលបានចំណែកដែរទុកខ្ញុំចោលទៅអ្នកចង់បានប្រាក់មួយចំណែកពីខ្ញុំមិនមែនឱកាសទេចំណុចសំខាន់នៃការដេញថ្លៃចុងក្រោយនៅយប់នេះវាជាសញ្ញាសម្គាល់របស់ព្រះអង្គម្ចាស់លីងព្រះអង្គម្ចាស់លីងធ្លាប់ជាព្រះរាជានុសិទ្ធិទទួលបន្ទុកកិច្ចការរដ្ឋរយៈពេល3ឆ្នាំសញ្ញាសម្គាល់របស់ព្រះអង្គម្ចាស់លីងក៏ហៅមន្ត្រីស៊ីវិលនិងយោធាទាំងអស់និងបញ្ជាកងទ័ពចំនួន1 លាននាក់ចុះបើខ្ញុំប្រាប់អ្នកថាខ្ញុំចង់រៀបការជាមួយព្រះនាងសត្រូវវិញនេះជាមូលហេតុដែលព្រះអង្គម្ចាស់រាជទាយាទមានចិត្តស្អប់ព្រះអង្គម្ចាស់លីងចាប់តាំងពីព្រះអង្គឡើងសោយរាជ្យមកខ្ញុំដេញថ្លៃ$60 លាន$100 លានកញ្ញាលីតើអ្នកសុខចិត្តលះបង់របស់ដ៏មានតម្លៃនេះទេពិតណាស់$300 លាន$300 លានមិនថាវាមានតម្លៃប៉ុណ្ណានោះទេវាមិនមានតម្លៃ$300 លានទេតើអ្នកណានឹងចំណាយប្រាក់ច្រើនសម្រាប់វាគ្រាន់តែជាការតុបតែងដែលគ្មានប្រយោជន៍ប៉ុណ្ណោះការហៅលើកដំបូង$300 លានការហៅលើកទី2$300 លានលក់បានភោជនីយដ្ឋានយីហោអាហារអណ្ដាតថ្មីឥឡូវនេះប្រកាសបើកចំហនៅទីនេះជីយ៉ូមិនអីទេអ្នកទាំងអស់គ្នាអង្គុយចុះជម្រាបសួរសូមអបអរសាទរចំពោះហាងថ្មីរបស់អ្នកមេងកញ្ញាមេងអ្នកពិតជាជោគជ័យមែនឥឡូវនេះការតុបតែងហាងថ្មីនេះពិតជាប្រណិតណាស់អ្នកត្រូវតែនាំយើងទាំងអស់គ្នាទៅរកភាពសម្បូរបែបជាមួយគ្នានៅពេលក្រោយប៉ុន្តែមកផឹកស្រាជាមួយយើងបន្តិចមកផ្លាស់ប្ដូរឈៀងយូរហើយមិនឃើញ
សួស្តីអ្នកទាំងអស់គ្នាសូមរីករាយខ្ញុំមិនដែលមានអារម្មណ៍មិនស្រួលបែបនេះពីមុនមកទេហេតុអ្វីអ្នកទាំងអស់គ្នាសប្បាយសិនទៅខ្ញុំនឹងទៅស្រូបយកខ្យល់អាកាសបរិសុទ្ធបន្តិចព្រះមហាក្សត្រគ្មានពាក្យអ្វីពីកម្លាំងជំនួយទេបងប្អូនរបស់យើងបានខាត់បងយ៉ាងធ្ងន់ធ្ងរយើងស្ទើរតែមិនអាចទប់ទល់បាននៅពីក្រោយយើងគឺជាប្រជាជនទាំងអស់នៅក្នុងទីក្រុងស្ត្រីចាស់ជរានិងកុមារខ្សោយគ្មានកន្លែងរត់គេចខ្លួនច្រកទ្វារនេះជាការការពារចុងក្រោយរបស់យើងប្រយុទ្ធដល់ស្លាប់គ្មានដកថយតាមខ្ញុំត្រឡប់ទៅសមរភូមិវិញយើងស្បត់ថានឹងចោទប្រកាន់ទីក្រុងនេះពីបទស្លាប់នីតិក្រដៅបន្ទាប់បាននាំមកនៅព្រឺធ្លាក់ខ្លាំងកងទ័ពរបស់ព្រះអង្គម្ចាស់លីងត្រូវបានជាប់គាំងវាប្រហារពីភាគីទាំងសងខាងទីក្រុងទាំងមូលយំសោកឆេងស៊ីយ៉ានតើអ្នកមិនបានរួមរកជាមួយព្រះនាងរួចហើយទេហេតុអ្វីបានជាអ្នកនៅតែស្លាប់ចំណុចលេចធ្លោចុងក្រោយនៃការដេញថ្លៃនេះគឺ Great Sheng ថូខិនផ្ដាច់មុខរបស់ព្រះអង្គម្ចាស់លីងបន្ទាប់ពីការពិពណ៌នាផ្នែកខាងក្រោយនៃសញ្ញាសម្ងាត់គឺជាឯកជនសារដែលព្រះអង្គម្ចាស់លីងបានសរសេរសម្រាប់មហេសីរបស់ព្រះអង្គវាជាវត្ថុបុរាណវប្បធម៌ដ៏កម្រមួយជូនចំពោះភរិយាជាទីស្រឡាញ់របស់ខ្ញុំយើងបានជួបគ្នាក្នុងសម័យកាលដ៏ច្របូកច្របល់នៅពេលដែលប្រទេសមិនមានសន្តិភាពប៉ុន្តែរាងកាយនិងបេះដូងរបស់ខ្ញុំជារបស់អ្នកតែប៉ុណ្ណោះនៅពេលដែលសង្គ្រាមបញ្ចប់នៅឆ្នាំក្រោយខ្ញុំនឹងរាយការណ៍ទៅវត្តអារាមដូនតាហើយធ្វើឲ្យអ្នកក្លាយជាមហេសីផ្លូវការរបស់ខ្ញុំយើងនឹងស្រឡាញ់គ្នាជារៀងរហូតមិនដែលធ្វើឲ្យគ្នាទៅវិញទៅមកខកចិត្តឡើយនៅជាមួយគ្នារហូតដល់យើងស្គមសរសេរដោយព្រះអង្គម្ចាស់លីងដាមរដូវរងាឆ្នាំទី22នៃរាជវង្សសៀងដ៏អស្ចារ្យរងចាំខ្ញុំរងចាំមេងអែខ្ញុំហាក់ដូចជាឃើញអ្នកស៊ីយ៉ានម៉ាញ់គឺអ្នកត្រូវតែរស់នៅបានល្អនិងមានសុភមង្គលកុំនិយាយបែបនោះអីគ្រូពេទ្យប្រាប់ខ្ញុំតើខ្ញុំត្រូវព្យាបាលរបួសដោយរបៀបណាជាមុនសិនសង្កត់មុខរបួសដោយមេរៈបង់រំស្អាតបញ្ឈប់ការហូរឈាមត្រូវតែដេររបួសជ្រៅឈប់ហូរឈាមអ្វីដែលនៅសល់គឺអាស្រ័យលើសំណាងរបស់គាត់ឆាងស៊ីយ៉ានអ្នកមិនទាន់បានបំពេញបំណងប្រាថ្នារបស់អ្នកនៅឡើយទេអ្នកពិតជានឹងឆ្លងកាត់បានត្រឹមត្រូវអ្នកត្រូវតែភ្ញាក់ឡើងកុំទុកខ្ញុំចោលអីស៊ីយ៉ានសៀវភៅនោះនៅណាតើវាទៅណាហើយតើវានៅណាព្រះអង្គម្ចាស់លីនបានបង្ក្រាបការបះបោររបស់ប្រជារាស្ត្របានឡើងសោយរាជ្យហើយបាននាំស្ត្រីបរទេសម្នាក់ចូលទៅក្នុងហារ៉េមរបស់ព្រះអង្គខ្ញុំបានជួយសង្គ្រោះអ្នកម្ដងហើយម្ដងទៀតបានការពារអ្នកពីបញ្ហាដូច្នេះអ្នកអាចរៀបការជាមួយនារីដ៏ស្រស់ស្អាតនោះតើអ្នកពិតជាចង់រៀបការជាមួយស្ត្រីបរទេសនោះមែនទេដែលនាំនាងមកច្រើនម្ល៉េះឆេងឆាយិនភ្ញាក់ឡើងខ្ញុំបានប្រាប់អ្នកឲ្យទៅកាន់រាជធានីដែលមានសុវត្ថិភាពហេតុអ្វីបានជាអ្នកត្រឡប់មកវិញការដួលរលំរបស់តាសាងគឺជាមិនរួចទេមិនថាយ៉ាងណាទេព្យាយាមយ៉ាងណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរស្ថានភាពបានដែរចង់នាំអ្នកទៅកន្លែងស្ងាត់ចាក់ចេញពីតុលាការនិងសង្គ្រាមហើយរស់នៅដោយសន្តិភាពដើរជាមួយខ្ញុំមួយរយៈក្មេងទាំងអស់នៅទីនេះបានបាត់បង់ឪពុកម្ដាយរបស់ពួកគេនៅក្នុងសង្គ្រាមខ្លះត្រូវបានយកចេញពីសមរភូមិអ្នកផ្សេងទៀតត្រូវបានទាញចេញពីគំនរសាកសពប្រសិនបើខ្ញុំរត់គេចពីក្មេងទាំងនេះជនស៊ីវិល100,000នាក់ហើយទាហាន20.000នាក់ទាំងអស់នឹងក្លាយជាយីបូជីនៅក្នុងសម័យកាលដ៏លំបាកខ្ញុំមិនចង់នៅសមរភូមិទៀតទេប៉ុន្តែវាជាការទទួលខុសត្រូវរបស់ខ្ញុំ
ខ្ញុំយល់ហើយអ្នកប្រកាន់ខ្ជាប់នៅកាតព្វកិច្ចរបស់អ្នកខ្ញុំដេញតាមសេរីភាពរបស់ខ្ញុំចាប់ពីពេលនេះទៅយើងបែកគ្នាទៅមិនរំខានគ្នាទេបងស្រីមកជាមួយខ្ញុំអ្នកបានផ្ដល់ឲ្យយើងនៅគ្រាប់ធញ្ជាតិនិងថ្នាំទាំងនេះបងស្រីយើងប្រើវាតិចតួចព្រះអង្គគុំចាស់គឺដូចគ្នាគាត់មិនដែលប្រាប់អ្នកណាពីអ្វីដែលគាត់ធ្វើនាពេលបច្ចុប្បន្ននេះទេរាល់ពេលដែលគាត់ត្រឡប់មកវិញជាចាប់គាត់មិនព្យាបាលរបួសរបស់គាត់ជាមុនសិនទេប៉ុន្តែសួរថាតើយើងញ៉ាំហើយឬនៅហើយតើមានអ្នកណាឈឺដែរឬទេយើងទាំងអស់គ្នាពឹងផ្អែកលើគាត់ដើម្បីកាន់យើងមិនអាចចាញ់សមរភូមិនេះបានទេយើងមិនអាចទៅសមរភូមិបានទេយើងគ្រាន់តែត្រូវរស់នៅឲ្យបានល្អហើយមិនមែនជាបន្ទុករបស់គាត់ទេបងស្រីមនុស្សគ្រប់គ្នានិយាយថាអ្នកចិត្តល្អអមតមេតាករុណាអ្នកបានផ្លាស់ប្ដូរកំហុសជំនួសយើងហើយបានព្យាបាលជំងឺរបស់យើងបានត្រឹមត្រូវបាត់ចាសអ្នកត្រូវតែមានវិធីដើម្បីជួយព្រះអង្គគុំចាស់ឲ្យឈ្នះសមរភូមិនេះជាផ្ទះតែមួយគត់របស់យើងមិនចង់បាត់បង់វាទេមិនអីទេខ្ញុំយល់ពីអ្នកឥឡូវនេះឆេងស៊ីយ៉ានទោះបីជាខ្ញុំមិនមែនជាវាសនារបស់អ្នកទេទោះបីជាយើងមិនអាចដើរជាមួយគ្នាក៏ដោយខ្ញុំមិនអនុញ្ញាតឲ្យអ្នកប្រយុទ្ធតែម្នាក់ឯងឡើយខ្ញុំនឹងរកវិធីសម្រាប់គាត់គ្មាននរណាម្នាក់ក្នុងចំណោមអ្នកបាត់បង់ផ្ទះរបស់អ្នកទេអរគុណបងស្រីអមតាតើអ្នកឈ្មោះអ្វីខ្ញុំដឹងតែនាមត្រកូលរបស់ខ្ញុំគឺជាប៉ុន្តែខ្ញុំមិនមានឈ្មោះដែលបានផ្ដល់ឲ្យទេមនុស្សគ្រប់គ្នាហៅខ្ញុំថាជីតូចអ្នកសុំទានជីដូនទូតរបស់ខ្ញុំមានឈ្មោះថាជីវិនចុះអ្នកវិញដោយប្រើឈ្មោះជាវិនវិញជីវិនខ្ញុំមានឈ្មោះឥឡូវនេះពេលក្រោយខ្ញុំមិននៅអ្នកអាចមើលថែភោជនីយដ្ឋានជំនួសខ្ញុំបានពេលយើងរកលុយបានយើងនឹងទិញអាហារឲ្យបងប្អូនតូចមិនអីទេតើយើងនៅសល់កងទ័ពប៉ុន្មាននាក់តិចជាង 5000 ចុះសត្រូវវិញយ៉ាងហោចណាស់150,000រីកាថាឯកឧត្តមលីមេងមកដល់ហើយតើវីរបុរសអាចចូលបានដោយរបៀបណាបើគ្មានតន្ត្រីបន្ថែមស្ពាន់ថខ្លះបន្ទាប់មកអំបិលបន្តិចបន្ទាប់មកស្ករខ្លះវារួចរាល់ហើយវាពិតជាអស្ចារ្យណាស់វាដំណើរការល្អណាស់ហាកញ្ញាលីមេតើនេះហៅថាអ្វីវាខ្លាំងមែននេះជាគ្រាប់បែកបោះវាចូលទៅក្នុងហ្វូងមនុស្សកប់វានៅក្រោមដីអស្ចារ្យណាស់ឯកឧត្តមមើលចុះវិជ្ជាបញ្ជាពីអ្នកស្រីលីម៉ាន់ដំណើរការល្អមែនសត្រូវកំពុងដកថយពួកគេកំពុងដកថយយើងបានឈ្នះព្រះអង្គឲ្យយើងបានការពារទីក្រុងយើងមិនបានបាត់បង់ទាហានណាម្នាក់ទេសមរភូមិបានចប់ហើយមិនទាន់នៅមានមនុស្សម្នាក់ទៀតដែលនៅសល់សមរភូមិនឹងមិនចប់ទេរហូតដល់គាត់ត្រូវបានផ្ដួលរំលំហូខ្ញុំមិនមែនជាព្រះអង្គម្ចាស់របស់អ្នកទេព្រះអង្គបានជួបមនុស្សខុសហើយខ្ញុំជាអ្នកយាមនៅទីនេះមិនចាំបាច់លាក់ខ្លួនទេរងចាំវែងអ្នកបានវង្វេងនៅទីនេះយូរហើយតើអ្នកមានផែនការរត់គេចខ្លួនរួចរាល់ហើយឬនៅសូមបន្ធូរអារម្មណ៍របស់ព្រះអង្គខ្ញុំបានតាក់ទងដោយសម្ងាត់ជាមួយកងទ័ពវីឆ្មក់ដ៏ឆ្នើមនៅខាងក្រៅពួកគេកំពុងដើរចូលជិតបរិវេណជំរំដោយស្ងាត់ជាក្រុមពេលណាដល់ពេលត្រឹមត្រូវខ្ញុំនឹងឲ្យអ្នកចេញកងទ័ពគាំទ្រឈរជើងនៅគែមព្រៃនិងផ្លូវប្រសពទាំងអស់ជាមួយនឹងការសម្របសម្រួលខាងក្នុងចេញយើងនឹងជួយអ្នកឲ្យរួចផុតពីគ្រោះថ្នាក់ការវីឆ្មក់យ៉ាងខ្លាំងហេតុអ្វីខ្ញុំមិនបានឃើញអ្វីទាំងអស់វេនអ្នកបម្រើដ៏កំសាកឲ្យឈប់រត់ទៅ6តើយន្តការនេះជាប្រភេទអ្វីបងប្រុសទី3ស្ដាប់ខ្ញុំកម្លាំងជំនួយជាច្រើននៅខាងក្រៅច្រកនៅតែត្រៀមខ្លួនវាយប្រហារស្ថានភាពនៅតែមិនប្រាកដប្រជាគុំប្រព្រឹត្តអំពើរំលោភបំពានព្រំដែនដោយមិនគិតពិចារណាការដាក់ទណ្ឌកម្មលើមន្ត្រីតុលាការនិងបង្កចំនួនស៊ីវិលត្រូវបានបង្ហាញឲ្យឃើញហួសពីការសង្ស័យនាំគាត់ត្រឡប់ទៅរាជធានីវិញភ្លាមហើយអនុញ្ញាតឲ្យឪពុកខ្ញុំការគ្រប់គ្រងរបស់អធិរាជមែនហើយលេងខ្ញុំទៅ
ឆាងសៀនអ្នកនឹងស្លាប់យ៉ាងវេទនាអ្នកនាំកងទ័ពត្រឡប់ទៅជុំរំវិញជាមុនសិនខ្ញុំនឹងទៅរកលីមីបាត់ចាសោះតាមបញ្ជារបស់អធិរាជព្រះអង្គម្ចាស់រីកទីយាតបានជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋប្រតិបត្តិការយោធាដែលមិនបានដោះស្រាយធ្វើឲ្យប្រជាជនរងគ្រោះថ្នាក់និងបំផ្លាញប្រទេសជាតិបទឧក្រិដ្ឋរបស់គាត់មិនអាចអត់ទោសបានទេចាប់ពីថ្ងៃនេះទៅព្រះអង្គត្រូវបានទម្លាក់ចេញពីតំណែងជាព្រះអង្គម្ចាស់រីកទីយាតត្រាផ្លូវការរបស់គាត់ត្រូវបានរឹបអូសហើយគាត់ត្រូវបានបន្ទាបឋានៈទៅជាសាមញ្ញជននេះជាព្រះរាជក្រឹត្យតើមានតម្លៃប៉ុន្មានសង្គ្រាមចប់ហើយត្រឡប់មករាជធានីវិញជាមួយខ្ញុំហើយធ្វើជាព្រះនាងរបស់ខ្ញុំតើព្រះនាងនៅក្នុងសៀវភៅពិតជាខ្ញុំមែនទេប៉ុន្តែប្រសិនបើខ្ញុំចាក់ចេញពីភោជនីយដ្ឋានតើខ្ញុំនឹងមិនដែលត្រឡប់មកវិញទេតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំទៅជាមួយអ្នកហើយមិនត្រឡប់មកផ្ទះវិញចាប់ពីពេលនេះទៅទោះបីខ្ញុំនៅទីណាក៏ដោយនោះជាផ្ទះរបស់អ្នកប៉ុន្តែខ្ញុំមានទូទឹកកកកុំព្យូទ័រម៉ាស៊ីនត្រជាក់និងវាយៗនៅផ្ទះទោះបីជាខ្ញុំមិនយល់ច្បាស់ពីអ្វីទៅជាម៉ាស៊ីនត្រជាក់និងវាយៗក៏ដោយប៉ុន្តែខ្ញុំសន្យានឹងអ្នកប្រសិនបើអ្នកត្រឡប់មកវិញជាមួយខ្ញុំនឹងធ្វើឲ្យប្រាកដថាអ្នកមិនដែលឃ្លានឬផ្ដាសាយឡើយហើយនឹងមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការឈួតព្រះចៅអធិរាជសោយទីវង្គតទ្រង់បានបន្សល់ទុកនៅព្រះរាជក្រឹត្យចុងក្រោយរបស់ទ្រង់ព្រះអង្គម្ចាស់លីងស្មោះត្រង់នឹងប្រទេសជាតិនិងយកចិត្តទុកដាក់ចំពោះប្រជាជនអាចគ្រប់គ្រងនិងធ្វើឲ្យប្រទេសជាតិមានស្ថិរភាពហើយត្រូវបានប្រជាជនស្រឡាញ់រាជបល្ល័ង្កត្រូវបានប្រគល់ទៅឲ្យព្រះអង្គម្ចាស់លីងដើម្បីធានាស្ថិរភាពរបស់ប្រទេសតាមបញ្ជារបស់អធិរាជលោកស្រីលីមានប្រាជ្ញាឆ្លៀសវៃនិងម៉ឺងម៉ាត់នាងបានអំដំណើរខ្ញុំឆ្លងកាត់ភាពវឹកវរជាច្រើនឆ្នាំចំណងរបស់យើងគឺជ្រៅនិងពិតខ្ញុំដាក់ឈ្មោះនាងថាអធិរាជនាងនឹងទទួលបន្ទុកព្រះបរមរាជវាំងកណ្ដាលហើយនឹងនៅក្បែរខ្ញុំជានិច្ចអ្នកទាំងអស់គ្នាអាចថយក្រោយឥឡូវនេះបន្ទាប់ពីព្រះអង្គម្ចាស់លីងបានកំទេចពួកអ្នកបម្រើហើយឡើងគ្រងរាជ្យគាត់បាននាំស្ត្រីបរទេសម្នាក់ចូលទៅក្នុងវិមានរបស់គាត់ហើយមិនដែលដាក់ឈ្មោះមហេសីណាមួយឡើយនេះមិនត្រូវបានសរសេរត្រឹមត្រូវទេមែនទេហេតុអ្វីបានជាគាត់រៀបការជាមួយព្រះនាងជំនួសឲ្យការធ្វើជាមហេសីតើអាចមានអ្វីមួយខុសប្រក្រតីទេព្រះរាជពិធីឡើងគ្រងរាជ្យមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេវាបំពានច្បាប់រាជវាំងក្នុងការចូលឥឡូវនេះខ្ញុំនៅទីនេះដើម្បីជួបជាមួយមហេសីរបស់ខ្ញុំតើវាអាចបំពានច្បាប់ដោយរបៀបណាកុំហៅខ្ញុំបែបនោះពិធីឡើងគ្រងរាជ្យជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេខ្ញុំមិនទាន់ជាព្រះនាងនៅឡើយទេអ្វីគ្រប់យ៉ាងសម្រាប់ពិធីដ៏អស្ចារ្យនៅខាងក្រៅព្រះបរមរាជវាំងត្រូវបានរៀបចំរួចរាល់ហើយយើងគ្រាន់តែរងចាំអ្នកចូលរួមតើអ្នកមិនអាចក្លាយជាអធិរាជដោយរបៀបណាចុះបើព្រះនាងបរទេសស្រាប់តែលេចមុខមកហើយចង់រៀបការជាមួយអ្នកវិញតើយើងនឹងធ្វើអ្វីបន្ទាប់មកពេលវេលាដ៏រុងរឿងនៅទីនេះសូមអញ្ជើញចូលរួមពិធីដ៏អស្ចារ្យរបស់ព្រះមហាក្សត្រីយានីអ្នកបាននឹកត្រូវហើយពេលវេលាដ៏រីករាយនៅទីនេះមកជាមួយខ្ញុំមេងឪចាប់ពីពេលនេះទៅពិភពលោកមានសន្តិភាពខ្ញុំនឹងនៅជាមួយអ្នកជារៀងរហូតយើងនឹងការពារព្រះរាជាណាចក្រនេះជាមួយគ្នាចាស់ទៅជាមួយគ្នាហើយមិនដែលបែកគ្នាឡើយមេងគឺមានរឿងអ្វីកើតឡើងតើអ្នកឈឺទេតើរឿងនេះអាចកើតឡើងដោយរបៀបណានេះជាទីបញ្ចប់ដែលយើងកំណត់យ៉ាងណាមិញខ្ញុំនឹងមិនទទួលយករឿងនេះទេខ្ញុំមិនចង់បានទីបញ្ចប់នេះទេប្រែថាស្ត្រីបរទេសដែលមិនស្គាល់នៅក្នុងសៀវភៅនោះតែងតែជាខ្ញុំមិនខ្វល់ថាអ្នកមកពីណាទេអ្វីដែលខ្ញុំដឹងគឺខ្ញុំគ្រាន់តែចង់ចំណាយពេលពេញមួយជីវិតរបស់ខ្ញុំជាមួយអ្នកខ្ញុំគ្រាន់តែចង់បានអ្នកស៊ីយ៉ានរស់នៅជីវិតល្អនៅថ្ងៃអនាគតគុំនៅម្នាក់ឯងអីកុំចាក់ចេញសូមកុំចាក់ចេញខ្ញុំចង់ចែករំលែកក្រែតែមួយជាមួយអ្នកកាលយើងនៅរស់នឹងភ្នូរដូចគ្នានៅពេលយើងស្លាប់ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកទៅណាឡើយខ្ញុំធ្លាប់គិតថាខ្ញុំអាចនៅជាមួយអ្នកបានមួយជីវិតប៉ុន្តែខ្ញុំមិនសមនឹងសម័យនេះទេ
សៀនខ្ញុំពិតជាត្រូវទៅហើយមេងគ្រប់ទីកន្លែងដែលអ្នកទៅខ្ញុំនឹងរកអ្នកឃើញទោះបីជាវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយខ្ញុំនឹងរកអ្នកឃើញច្រើនទៀតកុំចាក់ចេញពីខ្ញុំហេតុអ្វីបានជាអ្នកនៅទីនេះចាប់ពីពេលនេះទៅភោជនីយដ្ឋាននេះជារបស់អ្នកហើយមិនអីទេគាត់កំពុងរងចាំអ្នកពេញមួយជីវិតជីដូនទូតរបស់គាត់ពេញមួយជីវិតរបស់គាត់តើគាត់ជានរណាដែលកំពុងរងចាំខ្ញុំព្រះបាទសម្ដេចព្រះជ័យជេងជាងអ្វីតើអ្នកឈ្មោះអ្វីហើយនាមត្រកូលរបស់អ្នកគឺឆេងជាងខ្ញុំនឹកអ្នកខ្លាំងណាស់កញ្ញាលីអ្នកនៅទីនោះម្ចាស់វ័យក្មេងភ្ញាក់ពីដំណេកហើយគាត់ចង់ជួបអ្នកគាត់ភ្ញាក់ពីដំណេកហើយលោកគ្រូហ៊ូគ្រាន់តែរកអ្នកផ្សេងម្ចាស់វ័យក្មេងរបស់ខ្ញុំនិយាយរបស់របរនេះគួរតែត្រូវបានប្រគល់ជូនម្ចាស់ស្របច្បាប់របស់វាវិញនេះជាអំណោយភ្ជាប់ពាក្យរបស់ខ្ញុំមានតែប្រពន្ធខ្ញុំទេដែលអាចពាក់វាបានទីបំផុតខ្ញុំបានជួបអ្នកម្ដងទៀត